ខ្ញុំឈ្មោះសុងឈៀនយូក្នុងក្រសែភ្នែកអ្នកដតីគឺជាស្ត្រីដែលថែបក្នុងការងារក្នុងក្រសែភ្នែកម្ដាយគឺជាស្ត្រីនៅសល់អាយុច្រើននៅលើទឹកចាមិនព្រមថយមួយជំហានទេក្រោមស្បែកជើងកែងខ្ពស់បានចូលបំបាក់ការសង្ស័យជាច្រើនលោកស្រីនេះដកសំនេះជាឯកសារគម្រោងខាងបងក្រុមកិច្ចប្រជុំនឹងចាប់ផ្ដើមក្នុងរយៈពេល10នាទីអ្វីដែលខ្ញុំចង់បានមិនមែនប្រហាក់ប្រហែលទេគឺភាពត្រឹមត្រូវគឺជាផែនការដែលអាចអនុវត្តបានខ្ញុំអាចដោះស្រាយគម្រោងរាប់រយលានប៉ុន្តែមិនអាចដោះស្រាយម្ដាយខ្ញុំបានទេកិច្ចប្រជុំថ្ងៃនេះត្រូវបានលុបចោលអ្នកស្រីវូខ្ញុំបានយល់ព្រមមកណាត់ជួបអ្នកប៉ុន្តែអ្នកមិនបានប្រាប់ខ្ញុំទេថានេះជាពិធីណាត់ជួបជាច្រើនរឿងណាត់មួយក៏ណាត់ណាត់មួយក្រុមក៏ណាត់ថ្មីនេះណាត្រូវតែបានមួយបានសូមណែនាំម្ដងមួយម្ដាយខ្ញុំនិយាយថាអ្នកត្រូវនិយាយជាមួយនាងជាមុនតម្រូវការខ្ញុំមិនខ្ពស់ទេមានផ្ទះមួយឡានមួយក៏គ្រប់គ្រាន់បើអ្នកផ្ដល់កូនប្រុសឲ្យខ្ញុំសៀវភៅផ្ទះនេះនឹងដាក់ឈ្មោះអ្នកខ្ញុំបានរៀបចំបញ្ជីច្បាប់សម្រាប់ប្រពន្ធសង្ឃឹមថាក្រោយរៀបការអនុវត្តតាមយ៉ាងតឹងរឹងអ្នកចេះស្រមៃណាស់អ្នករកប្រពន្ធឬម្ដាយបើចង់សុំទានទៅផ្លូវពាណិជ្ជកម្មខ្ញុំមិនជួយអ្នកក៏ទេបង្កើតកូនប្រុសកើតមកដូចអ្នករស់នៅខ្ជះខ្ជាយធនធានស្លាប់ទៅបំពុលខ្យល់ចំណែកអ្នកវិញគឺជាសំណល់គំនិតសាប់ភូមិមើលអីចេញទៅមនុស្សអ្វីហ្នឹងអ្នកដែលរឹបអូស្ទ្រប់សម្បត្តិគ្រួសារសុំខ្ញុំឥឡូវខ្លាយជាអ្នកសប្បុរសធម៌គួរឲ្យអស់សំណាយណាស់បឹងស្រីសូមពិចារណាខ្ញុំផងអ្នកក៏មកណាត់ជួបដែរអូនមកខុសហើយមែនទេបឹងស្រីខ្ញុំមកសុំការងារដោយចិត្តស្មោះអូនធំពេញវ័យហើយខ្ញុំអាយុ25ឆ្នាំធ្វើការអីធ្វើការនៅបារធ្វើការនៅបារធ្វើការបែបណាបងស្រីចង់បានបែបណារៀបការជាមួយខ្ញុំឲ្យបងស្រី100,000រៀលរាល់ខែខ្ញុំរកលុយក្រៅបងស្រីនៅផ្ទះយល់ព្រមទេបងស្រីចិត្តទូលីណាស់ធានាថាបងស្រីពេញចិត្តយល់ព្រមលឿនមែនគឺមិនចង់ដើរផ្លូវវាសោះហើយបើអាចថ្ងៃស្អែកយើងទៅចុះឈ្មោះរៀបការមុននោះខ្ញុំត្រូវប្រាប់បងស្រីខ្ញុំមានបញ្ហាសុខភាពមិនដឹងអូនតូចចិត្តទេបញ្ហាអីធ្ងន់ធ្ងរទេមិនចូលចិត្តរឿងផ្លូវភេទចៃដន្យណាស់ចំណែកអូនវិញពូកែព្យាបាលជំងឺមិនធម្មតាបងស្រីញ័របេះដូងលឿនមែនមិនបើឲ្យអូនមើលបងស្រីឲ្យច្បាស់បានអញ្ចឹងសូមបងស្រីមើលថ្នាំរបស់អូនខ្លាំងគ្រប់គ្រាន់ទេបឹងស្រីខ្ញុំនឹកអ្នកខ្លាំងណាស់ទីបំផុតអ្នកជារបស់ខ្ញុំហើយមនុស្សអាក្រក់នេះកើតឆ្នាំឆ្កែមែនទេបងស្រីភ្ញាក់ហើយយ៉ាងម៉េចដែរពេញចិត្តទេស្លាប់ហើយនេះមិនមែនជាកូនឆ្កែតូចទេគឺជាអ្នកតាក់ទាញប្រុសឆ្កែចោក
ធ្វើបានល្អ បងស្រីម៉ោងនៅព្រឹកចង់នៅលើក្រែបន្តិចទៀតទេ អីព្រឹកព្រលឹមបិទគំនិតដែលពេញក្បាលហើយគំនិតអាហារភាសនិយាយរឿងសំខាន់ចុះហាត់លេខា នេះជាអ្វី កិច្ចសន្យាមុនរៀបការដែលបានពិភាក្សាកាលពីម្សិលមិញរាល់ខែឲ្យឯង100,000លេងជាមួយខ្ញុំរយៈពេល1ឆ្នាំ បងស្រីចិត្តសប្បុរសណាស់ប៉ុន្តែខ្ញុំឃើញសរសេរថាមិនជ្រៀតជ្រែកជីវិតដែលខ្ជិនគ្នាទៅវិញទៅមកមានន័យយ៉ាងម៉េច មានន័យតាមភ្នាក់ជាយើងមិនមែនគ្រាន់តែយកអ្វីដែលយើងត្រូវការទេ បើខ្ញុំចង់ជ្រៀតជ្រែកវិញ សេនយ៉ានស៊ីឯងយល់ឲ្យច្បាស់ឯងជាតារាសម្ដែងដែលខ្ញុំជួបមកមិនមែនគូស្នេហ៍ទេ លោកប្រធានសុងពិតជាប្រកាន់ការងារនិងឯកជនច្បាស់ណាស់ នៅមានរឿងអីទៀតទេ ខ្ញុំឃើញក្នុងកិច្ចសន្យានេះមិនបានសរសេរនៅពេលយប់ត្រូវធ្វើការបន្ថែមទេហើយក៏មិនបានសរសេរហាមឃាត់ការប៉ះពាល់រាងកាយ និយាយច្រើនឯងចុះឬអត់ ចុះរួចហើយបងស្រីនៅមានបង្គាប់អីទៀត កន្លះម៉ោងទៀតទៅជាមួយខ្ញុំកន្លែងមួយ បាទបងស្រីឲ្យខ្ញុំទៅណាខ្ញុំទៅតាមនោះមើលបងនិងខ្ញុំត្រូវគ្នាណាស់ ខ្ញុំត្រូវត្រឡប់ទៅក្រុមហ៊ុនវិញហើយឲ្យទូរស័ព្ទមកខ្ញុំ ចាស់ពីនេះទៅខ្ញុំជារបស់បងហើយបើសិនខ្ញុំធ្វើខុសបងវេចុះគុំបណ្ដេញខ្ញុំចេញ កុំបារម្ភខ្ញុំគ្មានចំណងចំណូលចិត្តខុសធម្មតាទេលេខទូរស័ព្ទខ្ញុំដាក់ពីលើគេហើយលេខសម្ងាត់ផ្ទះខ្ញុំនិងអាសយដ្ឋានក៏ផ្ញើឲ្យបងហើយបើមានបញ្ហាអ្វីទូរស័ព្ទមកខ្ញុំ ចាប់ពីថ្ងៃនេះតើបងជាប្រពន្ធខ្ញុំហើយ អូយម្ដេចក៏ត្រូវក្មេងម្នាក់ល្បងអញ្ចេះល្ងាចនេះទៅជាមួយខ្ញុំជួបម៉ាក់ខ្ញុំ បាទដឹងហើយអូនទៅធ្វើការចុះរៀបចំអំណោយខ្លះល្ងាចខ្ញុំនឹងទៅជួបម្ដាយក្មេក សៅស៊ឿនអីអូនមិនដឹងទេឈានយូររបស់យើងតាំងពីតូចមករើសអាហារឆ្អឹងជំនីនេះចំហុយមិនដល់1ម៉ាំងនាងមិនព្រមញ៉ាំសំបីតែមួយកំពឹសម៉ាក់ ម៉ាក់កុំលើករឿងអាក្រក់របស់ខ្ញុំមកនិយាយអី ម្ដេចខ្ញុំនិយាយខុសទេពេលរវល់ផ្លេចញ៉ាំបាយសៅស៊ឿនអូនជួយមើលនាងបន្តិចពីនេះទៅកុំឲ្យនាងខំប្រឹងពេក ម៉ាក់កុំបារម្ភខ្ញុំនឹងមើលនាងឲ្យបានល្អ ម៉ាក់និយាយត្រូវម៉ាក់ឆេហើយទេ មានសុខភាពល្អ សៅស៊ឿនអូនញ៉ាំឲ្យច្រើនមើលដៃអូនស្គមអីចឹង ម៉ាក់កុំដាក់ឲ្យគាត់ទៀតគាត់មានដៃទេ ខ្ញុំដាក់ម្ហូបឲ្យកូនប្រសាររបស់ខ្ញុំមានរឿងអីញ៉ាំបាយរបស់អូនទៅ អូនជាខ្ញុំដោយសារមនុស្សក្រៅ យ៉ាងម៉េចដែរស៊ុបឆ្អឹងជំនីរដែលចំហុយសម្រាប់អូនចំហុយអស់ច្រើនម៉ាំងហើយ គ្រូសាលសឿនមិនដែរមានបរិយាកាសគ្រូសាលបែបនេះទេក្រោយពីម៉ាក់ចាក់ចេញគ្មានអ្នកណាខ្វល់ពីខ្ញុំទៀតទេថាតើខ្ញុំស្គមអត់ ញ៉ាំឲ្យច្រើនយកមួយនេះផង បាទ អញ្ចឹងខ្ញុំរៀបការហើយ ស៊ឿនយ៉ានស៊ីចូលបន្ទប់ដេក បងស្រីមកដល់ហើយម្ហូបដែលខ្ញុំធ្វើឲ្យបងត្រជាក់អស់ហើយ សុំទោស
រវល់ភ្លេចពេលវេលាអស់ពេលក្រោយបើធ្វើការបន្ថែមខ្ញុំនឹងប្រាប់បងជាមុនកុំចាំខ្ញុំ បងស្រីក្រប៉ែបងមិនល្អយឺតប៉ុណ្ណាក៏ខ្ញុំចាំបងដែរបងស្រីបងទៅងូតទឹកសិនខ្ញុំនឹងកំដៅម្ហូបឡើងវិញ អូខេទៅចុះ អាឡូកិច្ចប្រជុំក្រុមប្រឹក្សាពិបាលថ្ងៃច័ន្ទសប្តាហ៍ក្រោយអ្នកត្រូវតែចូលរួម រឿងខ្ញុំអ្នកគ្រប់គ្រងមិនបានទេ មែនទេអញ្ចឹងខ្ញុំមិនខ្វល់ប្រាប់សងស៊ីនយូទេណាប់បំរើបាននៅក្បែរនាងគឺជាកូនប្រុសគ្រួសារសិនដែលនាងស្អប់ជាងគេ ឯងហ៊ានបេះនាងមើល មិនបាននាងក៏បានកិច្ចប្រជុំក្រុមប្រឹក្សាពិបាលថ្ងៃច័ន្ទសប្តាហ៍ក្រោយ ខ្ញុំទៅហែម អញ្ចឹងទើបសំ ខ្ញុំជួយជូត ម៉េចមុខអាក្រក់ណាស់ គ្មានអីទេគឺឆ្លោះជាមួយអ្នកផ្ទះពីរបីម៉ាត់ខ្ញុំជួយផ្លុំសក់ឲ្យបង សឿនយ៉ានស៊ីធ្វើជាប្តីនៅផ្ទះធ្វើឲ្យអ្នកអត់ស្រួលទេ មិនមែនទេ ខ្ញុំធ្លាប់ប្រាប់អ្នកទេខ្ញុំស្អប់ការកុហកគ្រួសារអ្នកបង្ខំអ្នករកការងារ ពួកគេចូលចិត្តបារម្ភผลប្រយោជន៍ ទំនាក់ទំនងរបស់យើងពិតជាមិនស្រួលប្រាប់គ្រួសារអ្នកតើអ្នកមានគម្រោងអ្វី ពិតជាមែនរឿងអីក៏មិនអាចលាក់បងស្រីបានដែរថ្មីនេះខ្ញុំពិតជាកំពុងរកការងារមែនប៉ុន្តែសូមកុំបារម្ភជាការងារសម្រម្យព្រោះបងស្រីរាល់ខែឲ្យលុយហោប៉ៃខ្ញុំច្រើនម្លេះខ្ញុំគួរតែបំពេញកិច្ចសន្យាឲ្យបានល្អ បរោះអីគួរតែមានអាជីពផ្ទាល់ខ្លួនប៉ុន្តែមិនអាចរកការងារបែបមុនដាច់ខាតចង់ធ្វើអីក៏ធ្វើទៅ បងស្រីអបខ្ញុំ ឈិនយឺម៉ាក់ដឹងអ្នកមិនអាចបំភ្លេចការស្លាប់របស់ឪពុកអ្នកបានទេតែងតែចង់គំនុំនឹងសឿនខ្វាន់សានប៉ុន្តែម៉ាក់សង្ឃឹមឲ្យអ្នកមានសុភមង្គលពីមុនបង្ខំអ្នកទៅណាត់ជួបក៏សង្ឃឹមឲ្យអ្នកមានអ្នកដែលចេះយកចិត្តទុកដាក់ម៉ាក់ជាមនុស្សធ្លាប់ឆ្លងកាត់មើលឃើញសឿនតូចពិតជាស្រឡាញ់អ្នក គាត់ស្រឡាញ់ខ្ញុំ សូមមិញយួនមិនដឹងក្តោតហើយមេរៀនគាត់បន្តិច តាមដានបរសចាស់នោះឲ្យចិត្តបើគាត់ហ៊ានប៉ះសុងឈៀនយើមិនចាំបាច់ទុកដៃទេ លូស៊ីចិននឹងត្រឡប់មកប្រទេសវិញសប្តាហ៍ក្រោយជាអ្នកទទួលខុសត្រូវគម្រោងខាងត្បូង លូសេចាន់អ្នកហ៊ានត្រឡប់មកវិញបើខ្ញុំនៅជាអ្នកហាត់ការគម្រោងរបស់សុងឈៀនយើខ្ញុំនឹងតាមដានដោយផ្ទាល់ សេនយ៉ានស៊ីនិស្សិតអនុវត្តផ្នែកប្រតិបត្តិការចូលធ្វើការថ្ងៃនេះបាទល្អណាស់ហើយអ្នកឈ្មោះសេនយ៉ានស៊ីមកការិយាល័យមួយដង បាទលោកប្រធានសូម មិនថាក្បាលលូកឬក្បាលដកក៏ត្រូវកាត់តែមួយដាវមិនខ្វល់ទៀតទេ សេនយ៉ានស៊ី បងស្រីខ្ញុំអាចពន្យល់បាន និស្សិតពូកែពីសាលាពាណិជ្ជកម្មបរទេសឲ្យធ្វើជាប្តីអាំងបាយពិតជាខាតបនខ្លាំងណាស់ បងស្រីសូមទោសនឹងខ្ញុំសូមទោសបងស្រីណាអ្នកវាយខ្ញុំទៅបើអ្នកខឹងធ្វើឲ្យខូចខ្លួនខ្ញុំនឹងឈឺចិត្ត កុំមកលួចលាក់ជាមួយខ្ញុំអី
អ្នកចង់ចូលសេងស៊ីខ្ញុំមិនរារាំងទេអ្នកចូលធ្វើការដោយសម្ងាត់មិនប្រាប់ខ្ញុំ ខ្ញុំក៏ទើបទទួលដំណឹងយប់មិញយប់ជ្រៅមិនមែនចិត្តអ្នកទេ អ្នកមានរឿងលាក់ខ្ញុំទៀត យ៉ាងម៉េចទៅ ពិត បឹងស្រីធ្វើម៉េចខ្ញុំហ៊ានកុហកបងបើអ្នកខឹងមិនចង់បានខ្ញុំទៅយីម៉ៃណាខ្ញុំគ្រាន់តែពិតជានឹកអ្នកណាស់ អ្នក លោកប្រធានសង្ឃហើយលោកទៅប្រជុំ អេនឹងនិស្សិតពូកែពីសាលាពាណិជ្ជកម្មបរទេសវាតម្លៃគម្រោងនេះឡើងវិញដោយប្រើគំរូគណនា3ប្រភេទប្រគល់ឲ្យខ្ញុំមុនម៉ោងចេញ បាទ នាយកសុងនេះគឺមកពីក្រុមហ៊ុន Havan អ្នកទទួលខុសត្រូវលើគម្រោងឆេងណានអ្នកគ្រប់គ្រងលូ ឈីនយូហើយមិនបានជួប ប្រជុំបានចាប់ផ្ដើមហើយ ឈីនល្ងាចទៅញ៉ាំបាយកន្លែងចាស់ហាងដែលណាចូលចិត្តស៊ូស៊ីផ្កាថ្លៃនៅបាក៏ដែរអាណាក្លាប់ត្រូវហ្វូស៊ីខ្ទះរហូតស្រក់ទឹកភ្នែកតែកំប្រជែងញ៉ាំជាមួយខ្ញុំ អ្នកគ្រប់គ្រងលូឥឡូវនេះជាម៉ោងធ្វើការ ឈីនយូឥឡូវអាចនិយាយគ្នារឿងរបស់យើងបានហើយខ្សែដៃនេះខ្ញុំរសារទុករហូតសុងឈីនយូធ្វើជាមិត្តស្រីរបស់ខ្ញុំនឹងធ្វើឲ្យអ្នកខ្លាយជាមនុស្សដែលមានសុភមង្គលបំផុត មិននឹកស្មានអ្នកមានចិត្តស្មោះយូរអង្វែងប៉ុន្តែពេលដែលអ្នកទូរស័ព្ទទៅខ្ញុំនៅពេលនោះយើងបានបែកគ្នា ឈីនយូខ្ញុំដឹងថាអ្នកកំពុងខឹងប៉ុន្តែខ្ញុំទៅក្រៅប្រទេសមិនមែនចិត្តអ្នកបោះបង់អ្នកទេខ្ញុំគ្រាន់តែចង់ឲ្យអ្នកនៅអនាគតដែលស័ក្តិសមសម្រាប់កូនស្រីគ្រូសាសុងអាឡាឈីនយូខ្ញុំទើបតែទទួលបានឱកាសហ្វឹកហាត់គ្រប់គ្រងនៅបរទេសជើងយន្តហោះយប់នេះ ស៊ីឆេនឪពុកខ្ញុំទៅចេញតើតើអ្នកអាចពន្យាពីថ្ងៃទៀតបានទេ ឈីនយូប៉ុន្មានឆ្នាំនេះអ្នកត្រូវត្រាំដោយខ្លួនឯងសិនចាំខ្ញុំមានចំហររឹងមាំនិងត្រឡប់មកសឹងវិញ អ្នកនិយាយអីអាឡូខ្ញុំគ្មានអីនិយាយជាមួយអ្នកទេឡើងខ្ញុំ ឈីនយូយើងចាប់តាមសារជាថ្មីបានទេ អ្នកទៅ លុងសេឆែននាងឲ្យអ្នកឡែងថ្លង់ហើយយូមិនអីទេឯងជាអ្វីហ៊ានធ្វើបាបខ្ញុំ អ្នកនោះជាណាណាមិនដឹងទេនៅក្នុងលិខិតអញ្ជើញគ្មានឈ្មោះមនុស្សនេះទេអំណាចរបស់គាត់គួរឲ្យខ្លាចណាស់សូម្បីតែអ្នករៀបចំកូនក្បាលចុះចំពោះគាត់ លើកខ្ញុំជាអគ្គនាយកក្រុមហ៊ុន Havan ចង់ធ្វើជាមិត្តជាមួយលោក លូសេឆែន លោកស្គាល់ខ្ញុំសូមសួរលោកជី ឯងមិនសមស្គាល់ទេ
អញរៀបធ្វើអីទុកឲ្យខ្ញុំទៅជាង អ្នករាល់គ្នាស្គាល់ អ្នកគ្រប់គ្រងលូធ្វើបែបនេះខ្ញុំជាអ្នកហាត់ការម្នាក់មិនហ៊ានដាក់ខ្លួនចិត្ត សឿនយ៉ានស៊ីត្រូវកោសឿនចៃដនណាស់ បងស្រីដៃឡើងក្រហមហើយទៅផ្ទះលាបថ្នាំឲ្យបង ទៅផ្ទះឈីនយូបងនឹងគាត់មានទំនាក់ទំនងបែបណា អ្នកគ្រប់គ្រងលូគិតថាយើងមានទំនាក់ទំនងបែបណា ក្មេងនេះទុកចោលឲ្យគាត់ទៅ បងស្រីនេះខ្មាស់គេហើយ កាលពីឆ្នាំមុនសុងឈៀនយូតែងតែបដិសេធមិនឲ្យខ្ញុំចិត្តពេកខ្ញុំស្មានថានាងមិនចូលចិត្តមែនឈៀនយូយើងនិយាយគ្នាបន្តិច អ្នកគ្រប់គ្រងលូសូមគោរពខ្លួនឯង កាលពី3ខែមុនពិធីជប់លៀងស្វីសអ្នកនៅឯណា គ្មានអ្វីអាចប្រាប់បានបងស្រីយើងទៅ ឲ្យខ្ញុំពិនិត្យនៅក្បែរសុងឈៀនយូអនាហាត់ការឈ្មោះសឿនយ៉ានស៊ី ខ្ញុំធ្លាប់និយាយទេទំនាក់ទំនងរបស់យើងត្រូវរក្សាការសម្ងាត់ ខ្លាចលូស៊ីឈិនដឹងមែនទេ បងភ្លេចហើយពាក្យឯដែលនិយាយកាលពីយប់មិញ ក្មេង អាកាសធាតុត្រជាក់ប្រយ័ត្នស្មាឈឺទៀតលូស៊ីឈិនឲ្យ យកវិញ 10ឆ្នាំហើយអ្នកនៅទុកវាទៀត យកវិញ គាត់ពីមុនបោះបង់អ្នកចោលដោយមិនស្ទាក់ស្ទើរឥឡូវត្រឡប់មកវិញធ្វើជាស្នេហ៍ជ្រាលជ្រៅបឹងអស់ចិត្តហើយ ខ្ញុំនឹងគាត់ចាប់តាំងពីយូរហើយ ចប់ហើយអ្នកនៅទុកខ្សែដៃខូចនេះទុកធ្វើអី ណាស់ទៅជួបគាត់ អ្នកមានសិទ្ធិអីមកគ្រប់គ្រងខ្ញុំ ខ្ញុំគ្មានសិទ្ធិថ្ងៃនេះខ្ញុំនឹងគ្រប់គ្រងអ្នកប្រកាស អេអ្នក អ្នកវាយមកអ្នកវាយខ្ញុំមកអ្នកវាយមកមិនអីទេអ្នកវាយខ្ញុំមក ឯងឈួតអីយើងបានព្រមព្រៀងគ្នាឯងយកលុយរបស់ឯងខ្ញុំដោះស្រាយម៉ាក់ខ្ញុំកុំជ្រៀតជ្រែកគ្នា ខ្ញុំមិនចង់បានលុយ ឯងនិយាយអី ខ្ញុំមិនចង់បានលុយខ្ញុំមិនដែលខ្វល់ពីលុយទេខ្ញុំចង់បានតែឯង សេនយ៉ាន់ស៊ីបើឯងនៅតែពង្រាវទៀតឯងចេញទៅ ថ្ងៃនេះខ្ញុំត្រូវតែជួបគាត់ ឈប់អ្នកទាំងពីរប្រុសមកជិះជាន់ក្មេងបើអ្នកមិនទៅខ្ញុំហៅប៉ូលីសហើយ អញរបួសហើយនេះម៉ាក់ឯងមែនទេកុំឆ្លោះគ្នាទៀត
យកឆាត់ទៅត្រឡប់ទៅផ្ទះវិញឆាប់ បងស្រីធ្វើម៉េចទៅឯងទើបតែជ្រើសរើសខ្ញុំដោយចិត្តរឹងមាំលោកនាយកផ្នែកសឹងនេះជាអ្វីដែលលោកចង់បានទិន្នន័យបន្ថែមរបស់គម្រោង បងស្រីនៅខឹងខ្ញុំនៅឡើយទេ នេះជាសមត្ថភាពប្រសាការសម្ងាត់របស់ក្រុមហ៊ុនសេងស៊ីរបស់ណា លោកនាយកចាងបើមានអ្វីចង់និយាយសូមនិយាយត្រង់ លោកនាយកផ្នែកសឹងមិនដឹងទេទិននុយគម្រោងទីក្រុងភីខាងវងបានលេចធ្លាយទៅទីផ្សារងឹតហើយឯថាអ្នកមានអ្នកខាត់ការម្នាក់ដែលត្រឡប់មកពីក្រៅប្រទេសយកគាត់ទៅដើរតាមលោកពេញមួយថ្ងៃតើគាត់ជាអ្នកធ្វើរឿងនេះទេ លោកនាយកចាងភ្នែករបស់លោកប្រហែលជាមិនសូវល្អទេត្រាពេលវេលានៅលើនេះគឺពី3ខែមុនសេនយ៉ាន់ស៊ីទើបតែចូលធ្វើការកាលពីសប្តាហ៍មុន លោកនាយកផ្នែកសង្កុំប្រញាប់ការពារគេពេករបាយការណ៍វាយតម្លៃដីភាគខាងត្បូងការពីលើកមុនសូម្បីតែអ្នកវិភាគរបស់ក្រុមហ៊ុនយើងក៏ទួលស្គាល់ថាខ្លួនមិនស្មើដែរមិនអាចទៅរួចទេថាជាអ្នកហាត់ការម្នាក់ធ្វើ បងស្រីកុំបារម្ភខ្ញុំអាចដោះស្រាយបាន នៅទីនេះមិនមានកន្លែងឲ្យអ្នកនិយាយទេទិន្នន័យដើមគឺខ្ញុំផ្ដល់ឲ្យសុំដំណើរការ Logical ត្រូវបានពិភាក្សាដោយក្រុមគម្រោងរបាយការណ៍គឺខ្ញុំអនុម័តលោកអ្នកគ្រប់គ្រងលូមានការជំទាស់អ្វីទេ លោកនាយកផ្នែកសង្ជឿជាក់គាត់ខ្លាំងណាស់មិនខ្លាចនាំចោកចូលផ្ទះទេមនុស្សខ្លះលាក់ខ្លួនជ្រើណាស់ នេះជាតារាងវិភាគរបស់អ្នកគ្រប់គ្រងលូរបាយការណ៍វិភាគរបស់អ្នកថ្លៃដើមកើនឡើង 18% ចំណុចផលប្រយោជន៍កើនឡើងតិចជាង10ពិន្ទុសូម្បីតែការវិតម្លៃហានិភ័យក៏ធ្វើមិនបានល្អបងប្អូនទាំងអស់គ្នាអ្នកចង់ប្រើគម្រោងខាតប្រាក់បែបនេះសេនយ៉ានស៊ីជាមនុស្សដែលខ្ញុំជ្រើសរើសបើមានបញ្ហាអ្វីខ្ញុំទទួលខុសត្រូវ បងស្រីអត់ទោសឲ្យខ្ញុំហើយ លោកនាយលូគ្រិនហើយ ដោយសារលោកនាយកផ្នែកសង្ប្រកាសណាស់ចាំមើលទៅសេនយ៉ានស៊ីរងចាំខ្ញុំលាក់តដាងណាស់ខ្ញុំចង់ដឹងថាតើគាត់នៅការពារអ្នកទៀតទេសេនយ៉ានស៊ីគឺជាកូនប្រុសធំរបស់គ្រូសាសេន សុងឈៀនយូមិនបឹងទេសេនយ៉ានស៊ីគឺជាកូនប្រុសរបស់សេនខ្វនសានបើមិនដូច្នោះទេដោយសារនិស្ស័យរបស់នាងមិននៅជាមួយអ្នកដែលបានសម្លាប់ឪពុកខ្លួនឯងទេឈីនខ្ញុំដឹងអនារកសេនយ៉ានស៊ីគឺដើម្បីសងសឹកខ្ញុំបើមិនដូច្នោះទេអ្នកក៏នឹងមិនរងចាំខ្ញុំ10ឆ្នាំដែរ មានរឿងមួយសេនយ៉ានស៊ីនេះមិនមែនជាអ្នកហាត់ការអ្វីទេគាត់គឺកូនប្រុសរបស់សត្រូវ មែនទេណាពូកែណា មេជីណាឈីនយូណឺណា អាយ៉ាពិបាកឲ្យអ្នកគ្រប់គ្រងលូថត់ចម្លងប៉ុន្មានសន្លឹកហើយគួរឲ្យស្ដាយណាស់នៅក្នុងទឹកដីរបស់ខ្ញុំគ្មានអ្នកណាហ៊ានផ្សព្វផ្សាយទេ ទឹកដីរបស់អ្នកណាគឺប្រធានអាតកំបាំងនៃក្រុមហ៊ុនសេងស៊ី ខ្ញុំគិតថាណាពូកែណាស់អាចស្វែងរកឃើញខ្ញុំជាកូនប្រុសរបស់សេនខ្វនសានមេឃក៏រកមិនឃើញខ្ញុំជារបស់ក្រុមហ៊ុនសេងស៊ីអ្នកកាន់ភាគហ៊ុនពិតប្រាកដដោយសាររបស់ទាំងនេះនៅចង់គម្រាមខ្ញុំទៀត
បញ្ជាអនុប្រធានក្រុមហ៊ុន Havon សប្តាហ៍ក្រោយនឹងប្រកាសហើយយេថាអ្នកជាអនុប្រធានម្នាក់ណាថាប្រសិនបើក្រុមហ៊ុនសេនរបស់ខ្ញុំបោះឆ្នោតសញ្ញាឆ្នោតប្រឆាំងផ្លូវឡើងវិល10ឆ្នាំរបស់អ្នកនឹងត្រូវបាក់បែកជាបំណែកទេ អ្នកចង់ធ្វើអ្វី គួរតែខ្ញុំសួរណាវិញមិននៅបរទេសមកវិញធ្វើអ្វី ខ្ញុំ បើអ្នកហ៊ាននៅចំពោះមុខនាងផ្សព្វផ្សាយពាក្យកណ្ដាលពាក្យខ្ញុំនឹងធ្វើឲ្យអ្នកនៅក្នុងឧស្សាហកម្មបាត់ខ្លួនទាំងស្រុងបងស្រីត្រឡប់មកវិញហើយ អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នានៅទីនេះ លោកអ្នកគ្រប់គ្រងលូនិយាយគាត់មកផ្ញើផែនការសហការប៉ុន្តែគាត់ហាក់ដូចមានកន្លែងខ្លះត្រូវកែអ្នកថាត្រូវទេខ្ញុំនៅមានរឿងទៅមុនសិន ហេតុអ្វីបានជាគាត់ដូចជាឃើញខ្មោច ប្រហែលជាផែនការកែមិនចេញដោយសារតែប្រញាប់បឹងស្រីខ្ញុំទិញឲ្យបងហើយអ្វីដែលបងចូលចិត្តញ៉ាំបំផុតនឹម cake strawberry ខ្ញុំចូលជួយូរណាស់ បើបងគ្មានរឿងអីទៀតទេចេញទៅ បឹងស្រីខ្ញុំគ្រាន់តែចង់អរគុណបងដែលការពារខ្ញុំនៅពេលព្រឹកនៅខឹងខ្ញុំទៀតឬ ចេញទៅ អញ្ចឹងខ្ញុំទៅ ទុកនំខេកចោល ហឺញ៉ាំគេហើយម៉ាត់ខ្លីបងស្រីញ៉ាំនឹម cake របស់ខ្ញុំហើយមិនត្រូវខឹងខ្ញុំទៀតទេ បងនៅតែចរចាជាមួយខ្ញុំទៀត អញ្ចឹងបងញ៉ាំឲ្យលឿន ក្រុមគម្រោងភាគខាងបងទាំងកោកំណត់ត្រូវមាននៅទីនេះទាំងកោសប្តាហ៍មុនមានតែ2អ្នកប៉ុណ្ណោះដែលមានភាពមិនប្រក្រតីទី1នេះគឺជាណាត់ទួលខុសត្រូវចានតូកដែលផ្សព្វគម្រោងទី2គឺជាណាត់ដែលនៅពីក្រោយណាសេនយ៉ាន់ស៊ី សេនយ៉ាន់ស៊ីមិនអាចទៅរួច ហេតុអ្វីបានជាអ្នកប្រកាសដូច្នេះចានតូកបានសម្ឈឹកសម្រាប់សេបាល់ប៉ុន្តែរោមិនខានកំណត់ត្រាប់សេបាល់រីឯសេនយ៉ាន់ស៊ីបានចេញមុន2ម៉ោងចំពោះ2ម៉ោងនេះបានទៅណាគ្មាននរណាដឹងទេមានរឿងអី លូស៊ីឆេនបានផ្ញើ អ្នកជឿអ្វីដែលគាត់និយាយទេ មិនជឿប៉ុន្តែត្រូវរកអ្នកក្បត់ឲ្យឃើញទើបដឹងការពិត តាមពេលវេលាសេនយ៉ាន់ស៊ីនិងចាងតូកស្ទើរតែមានការសង្ស័យខ្ញុំមានគំនិតល្អមួយយើងអាចធ្វើបែបនេះ ឲ្យផ្នែកច្បាប់រៀបចំជាមុនលិខិតទទួលខុសត្រូវពីការលេចធ្លាយព័ត៌មានយប់នេះយើងទាំងពីរក្រុងធ្វើការបន្ថែម ឈៀនស៊ូអ្នកថាយប់ត្រូវហើយតែអ្នកនោះនឹងធ្លាក់អន្តិទេ នេះគឺសេនយ៉ាន់ស៊ីហេតុអ្វីគាត់មានលេខសម្ងាត់បន្តិការិយាល័យប្រធាន ពិនិត្យឡើងវិញនៅដំណើរការចូលបម្រើការរបស់សេនយ៉ាន់ស៊ីស្នើសុំបញ្ជាផ្ទេរនិងកំណត់ត្រាចុះរយៈពេល1ខែថ្មីនៃការចូលទៅកាន់ការិយាល័យប្រធាន ឆានស៊ូហេតុអ្វីបានគេគាត់មានសិទ្ធិរបស់ប្រធានសិទ្ធិដាច់មុខគាត់ជាអ្នកហាត់ការយូកូសាំយ៉ាន់ស៊ី ហេតុអ្វីបានជាបងមក វូ អ្នកទាំងពីរ
មានរឿងអីតើអ្នកកំពុងធ្វើអ្វីទិន្នន័យសម្ងាត់របស់គម្រោងឆេងណានតើអ្នកយកបបពីណា បងមកល្អណាស់ខ្ញុំទើបតែកំពុងតាមដាននាបណៃទិន្នន័យទីផ្សារងឹតឃើញថាម៉ាស៊ីនមេរបស់ពួកគេគឺពិតជា ឆ្លើយមកខ្ញុំអ្នកជាអ្នកហាត់ការម្នាក់មានសិទ្ធិប្រធានដូចម្ដេចអានទិន្នន័យស្នូលតើអ្នកជានរណាពិតប្រាកដ ខ្ញុំអាចពន្យល់បានមិនមែនដូចបងគិតទេចាប់គាត់ ឥឡូវអាចពន្យល់បានហើយ មើលទៅរឿងនេះមិនអាចជិះបានទេតាមពិតទាំងអស់នេះគឺជាការណែនាំរបស់ជំនួយការជាង មែនខ្ញុំបានសុំជំនួយពីលោកសែនមែនអញ្ចឹងប្រធានបានណែរឿងលេខធ្លីទិន្នន័យគម្រោងភាគខាងត្បូងឲ្យខ្ញុំតាមដានប្រភពទិន្នន័យខ្ញុំក៏បានតាក់ទងលោកសែន បើនិយាយបែបនេះការកំណត់សិទ្ធិគឺអ្នកគាត់នេះមិនស្របតាមច្បាប់ទេ អត់រឿងបន្ទាន់ត្រូវសម្របតាមស្ថានភាពអូមើល សប្តាហ៍មុនអ្នកចាក់ចេញមុនម៉ោង 2 ម៉ោងទៅធ្វើអី គឺខ្ញុំបានទៅរកលោកសែនហើយសុំឲ្យគាត់រក្សាការសម្ងាត់ ជំនួយការជាងដូច្នេះសូមអ្នកសហការជាមួយអ្នកគ្រប់គ្រងបាយផ្ទៀងផ្ទាត់ស្ថានភាពនៅទីនេះប្រសិនបើមិនពិតបណ្ដេញចេញតាមវិធាន លោកសែននាយកសុំគាត់មិនជឿខ្ញុំក៏គ្មានវិធីដែរតើ Shinju Murray គ្មានអីឈៀងតូចត្រូវគេសោកប៉ាន់ដូច្នេះគាត់ច្បាស់ជាមានមនុស្សនៅពីក្រោយយើងត្រូវរកវិធីដើម្បីទាញគាត់ចេញ ដូច្នេះអ្នកមានវិធី ធ្វើឲ្យគ្រប់គ្នារងចាំយូរហើយ រយៈពេលមួយសប្តាហ៍បានដល់ពេលកំណត់ហើយបើលោកប្រធានសូមបន្ថយបង្ហាញលទ្ធផលយ៉ាងត្រូវតែ ដកទុនមែនទេយប់ថ្ងៃពុធសប្តាហ៍មុនអ្នកបានចូលមជ្ឈមណ្ឌលទិន្នន័យហើយនៅទីនោះ17នាទីតើមានរឿងអីពន្យល់មកនិយាយ លោកប្រធានសូមនេះប្រហែលជាការយល់ច្រឡំទេសឿនយ៉ានស៊ីខ្ញុំចង់ដឹងថាអ្នកនឹងប្រជែងជាមួយខ្ញុំយ៉ាងម៉េច លោកអ្នកគ្រប់គ្រងលូនេះជាអ្វីទៅ លោកអ្នកគ្រប់គ្រងលូមិនទទួលទូរស័ព្ទទេ អាណាបោកខ្ញុំ ពិតជាអ្នកមែន ខ្លាំងសុទ្ធតែខ្លាំងអ្នកជាប់ចិត្តនឹងសឿនយ៉ានស៊ីរហូតអ្នកធ្វើបែបនេះកម្រិតនេះ ប្រវត្តិផ្ទេរប្រាក់ប្រវត្តិចេកតើមួយណាคล้าย ខ្ញុំធ្វើទាំងអស់ដើម្បីអ្នក Lucy Chen គ្មាននរណាបង្ខំអ្នកទេ បើអ្នកនៅតែប្រព្រឹត្តមិនសមរម្យខ្ញុំនឹងមិនទៀងទាត់ទេ ឯងជាអ្វីទៅឡសុងឈីនយូឯងស្ដាប់ខ្ញុំឲ្យច្បាស់គាត់មិនមែនជាអ្វីទេ ទាញចេញតើឯងកំពុងខ្លាច ខ្ញុំអត់ទេ សឿនយ៉ានស៊ីការធ្វើតិចតួចរបស់អ្នកបានក្បត់អ្នក ហេ បងស្រីកុំរើ តើឯងចង់ធ្វើអីទៀតឯង បងស្រីខ្ញុំនេះហើយ ឯងអញ្ចឹងទេ ខ្ញុំនៅ លេងសាច់ដាក់ខ្ញុំសប្បាយទេ សុំទោសបងស្រីជាកំហុសរបស់ខ្ញុំពួកយើងមកពីបងសំណុក
មនុស្សរបស់ខ្ញុំឯងក៏ហ៊ានបះដែរ10ឆ្នាំមុនឯងធ្វើឲ្យគ្រូសារនាងវិនាសមិនទាន់គ្រប់គ្រាន់ទៀតទេ រឿងសុងមិញយន់ជារឿងចៃដិន Jaden បើមិនមែនឯងបញ្ជូនកូនដៃគំរាមគាត់ឲ្យចុះហត្ថលេខាតើគាត់នឹងគៀងបេះដូងទេ មនុស្សចតពីអ្នកនេះធ្វើការរហ័សរហួនសង្គ្រាមរកស៊ីវីអញ្ចឹងខ្លាំងស៊ីខ្សោយ តែនោះជាជីវិតមនុស្សអ្វីដែលខ្ញុំស្អប់បំផុតគឺឯងប្រើគ្រប់មធ្យោបាយដើម្បីសម្រេចគោលដៅ ខ្ញុំត្រូវរំលឹកឯង លោកសេនបានឲ្យចំណុច3ហើយសូមចុះហត្ថលេខាទៅកុំធ្វើឲ្យមើលទៅមិនល្អ ប្រាប់សិនខ្វនសានសុំមិនលក គុំទូស្រាលអស់ហើយយកស្រាអាក្រក់ តើអ្នកអាចបង្ខំទិនបង្ខំលុតបាននោះ លោកសេនជាមនុស្សមានសីលធម៌យើងមិនមែនទេបើអ្នកមិនសហការកុំបន្ទោសយើងដែរបង្ករឿងឲ្យអ្នកកូនស្រីរបស់លោកសុងស្អាតណាស់ហា អ្នករាល់គ្នាគុំធ្វើរឿងអាក្រក់ ស៊ូធ្វើពុត ឆ្នាំរបស់ខ្ញុំ ណែធ្វើមែនទៅទៅ អូពូឯងមានរឿងអីអូមានរឿងអីអូ ខ្ញុំត្រូវតែរំលឹកអ្នកមួយម៉ាត់កិច្ចសន្យារៀបការរបស់អ្នកជាមួយសុងជីនយូគឺគ្រាន់តែជារឿងកំ pl ែងអ្នកទាំងពីរមិនមែនជាមនុស្សប្រភេទដូចគ្នាពិធីខួបកំណើតរបស់ខ្ញុំស្ពែក្រោយអ្នកត្រូវតែមកតពេលប្រកាសណាជាអ្នកស្នងមរតករបស់ក្រុមហ៊ុនសេន គុំគិតទៀត អូដូច្នេះខ្ញុំនឹងឲ្យអ្នកនាំសារនេះទៅជំនួសខ្ញុំសួរសុខទុក្ខកញ្ញាសុង ណាឈឺ ប្រធានក្រុមហ៊ុនសេងស៊ីនិងអ្នកស្នងមរតករបស់ក្រុមហ៊ុនសេនណាថានាងចាប់អារម្មណ៍លើឋានមួយណា ពិធីខួបកំណើតរបស់អ្នកខ្ញុំនឹងទៅប៉ុន្តែគុំគិតរឿងនាងលើកឡើងតែអ្នកចង់ឲ្យរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសេនលេចឡើងលើទូររបស់នាយកដ្ឋានពិនតើបញ្ហាណាណា បឹងស្រីទីនេះខុសហើយការកំណត់តម្លៃអធិលបានប្រើការសរសេរជាន់ពីលើប្រព័ន្ធដំណើរការទៅដល់ឆ្នាំទី2រាល់នីតិនឹងត្រូវកាត់បន្ថយដោយស្វ័យប្រវត្តិថវិកា1លាន ត្រឡប់មកវិញហើយនឿយហត់ណាស់ ជួបជុំមិត្តផឹកស្រាបន្តិច ប៉ុន្មានថ្ងៃនេះអ្នកតែងតែមកផ្ទះយប់ជ្រៅថ្មីនេះរវល់ធ្វើអ្វី បើបឹងស្រីបារម្ភរាល់យប់អាចទុកអំពូលភ្លើងឲ្យខ្ញុំ កុំប្រឹងទ្រាំបើមានអ្វីប្រាប់ខ្ញុំបានទេ បឹងស្រីអបបន្តិច តើអ្នកមានអាចកំបាំងអ្វី ពិបាកនិយាយណាស់ សេនសុងលោកគ្រប់គ្រងបាយបានស្នើសុំឯកសារបុគ្គលិករបស់លោករ៉ូសៀននេះសុងជីន
ខ្លាចថាគាត់ចាប់ផ្ដើមសង្ស័យហើយ ឲ្យគាត់ពិនិត្យមើល ប៉ុន្តែពេលដែលគាត់ដឹង គាត់មិនអាចនៅរស់ក្នុងការភូតកុហកដែលខ្ញុំបានត្បាញជានិច្ចទេបើកឡាន ហាឡូរកឃើញអ្វីខ្លះ ជប់មុខអ្នកនិយាយស៊ីនយ៉ានស៊ីនេះថ្មីនេះតែងតែលេចមុខនៅក្នុងការិយាល័យនាយកប្រតិបត្តិហើយប្រាសោស្នាមងរាមដៃផងដែរហាកេរយ៉ារបោះជំនួយការជាងគីគូរខ្លាំងណាស់គាត់ធ្លាប់បាញ់សតយើងពីលើកមុន បន្តទៀត ហើយខ្ញុំក៏ឃើញក្នុងរយៈពេលកន្លះឆ្នាំចុងក្រោយនេះនៅក្នុងកំណត់ហេតុក្រុមប្រឹក្សាពិវ៉ាល់សេងស៊ីរ៉ែលគម្រោងដែលណាត់ទូខុសត្រូវតែងតែមានការចូលរួមពីនាយកប្រតិអាចកំបងរូបនេះឈៀនយូគាត់មិនមែនជាបារីកណ្ដឹងណាមួយទេក៏មិនមែនជាអ្នកហាត់ការធម្មតាដែរគាត់គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុនសេងស៊ី ដូច្នេះតាំងពីថ្ងៃណាត់ជួបគ្នាមកគាត់បានបញ្ឆោតខ្ញុំដឹងថាការដែលគាត់ស្លូតបូតស្ដាប់បង្គាប់ព្យាយាមគប់ចិត្តធ្វើឲ្យខ្ញុំទន់ចិត្តសុទ្ធតែជាអន្ទាក់ដែលគិតយ៉ាងល្អ ឈៀនយូអូនចាប់អារម្មណ៍គាត់ហើយ ខ្ញុំចំពោះគាត់ បឹងស្រីកុំប្រឹងខ្លាំងពេកទៅថ្ងៃក្រោយខ្ញុំឈឺចិត្ត Wilder ធ្លាប់និយាយថាអ្វីដែលធ្វើឲ្យយើងនឿយហត់មិនមែនជាភ្នំទេតែជាខ្សែក្នុងស្បែកជើងការខំប្រឹងត្រាំក្នុងទំនាក់ទំនងព្រីបដូចជាពាក់ស្បែកជើងមិនសមដំបងគ្រាន់តែដឹងថាគាត់យូទ័រប្រាកដគេចិនស៊ីម មិនសមបដូរចោល ស៊ូចិត្តខ្លួនឯងចិត្តអូនឈឺអត់ ឈឺអត់ ពាក្យថាបងស្រីនេះថ្មីនេះកម្រើណាស់ បងស្រីត្រឡប់មកវិញហើយខ្ញុំបានរៀបទឹកស៊ុបឲ្យបងផឹកទៅឈឺទេ ហឺមិនស្មើឈឺក្នុងទ្រូងទេ មើលមកខ្ញុំបែបនេះ ស៊ិនយ៉ានស៊ីខ្ញុំសួរអ្នកម្ដងទៀតថ្មីនេះអ្នករត់ធ្វើអី គឺថ្មីនេះមានកម្រងមួយប្រញាប់សុំទោសខ្ញុំមិនមែនចេតនាមកយកទេ គម្រោងពេញមាត់តែពាក្យកុហកស៊ិនយ៉ានស៊ីយើងនិយាយគ្នាបន្តិច តើនេះមានន័យដូចចម្ដេច តាមភ្នែកជាអ្នកអាពាហ៍ពិពាហ៍តាមកិច្ចសន្យាវាគ្រាន់តែជាបណ្ដោះអាសន្នអ្នកធុញទ្រាន់ហើយខ្ញុំក៏នឿយហត់ដែរចប់ដោយសុខសប្បាយ អត់ទេបងគិតថាខ្ញុំធុញទ្រាន់ខ្ញុំដឹងថ្មីនេះខ្ញុំមកតែយឺតប្រហែលជាធ្វើឲ្យអ្នកយល់ខុសខ្ញុំនឹងប្រាប់អ្នកទាំងអស់តាមពិតខ្ញុំ ឈប់សិនមិនបាច់ពន្យល់ខ្ញុំទេឥឡូវនេះខ្ញុំមិនចង់ដឹងបន្តិចទេ តើអ្នកអាចគុំសម្លឹងមកខ្ញុំបែបនេះសម្លឹងមើលខ្ញុំចំពោះណាខ្ញុំមិនដែលធុញទ្រាន់ទេ
ពីមុនមិនធន់ពេលក្រោយទៀតមិនធន់ខ្ញុំត្រូវការតែអ្នកទេ ចុះហត្ថលេខាទៅ ខ្ញុំមិនចុះទេលើកលែងតែអ្នកប្រាប់ខ្ញុំដោយផ្ទាល់សម្លឹងមកខ្ញុំប្រាប់ខ្ញុំអ្នកចំពោះខ្ញុំពិតជាគ្មានអារម្មណ៍អ្វីទាំងអស់មែនទេ ខ្ញុំក៏រៀបចំអំណោយឲ្យអ្នកដែរអ្នកប្រហែលជាមិនដឹងអ្នកមិនដឹង10ឆ្នាំមុន ឈប់សិនខ្ញុំនឿយហត់ហើយអ្នកគិតពិចារណាល្អទៅ ក្រុមហ៊ុនសេនបានយកដេនៅខាងកើតក្រុងតាំងពីព្រឹកឌីមួយដុំនោះនៅខាងកើតក្រុងលោកច្បាស់ជាមានចក្ខវិស័យឆ្ងាយណាស់ លោកវាងដេនៅខាងត្បូងក្រុងក៏ត្រូវលោកដណ្ដើមបានដែរសូមបោះសាទរ ហេតុអ្វីបានជាលោកសេនឈរតែម្នាក់ឯងមិននៅជាមួយលោកប្រធានសេនទេ លោកសេនលោកស៊ីឈិនបានណាត់ជួបសុងជីនយូ ធ្វើវីគ្មានប្រយោជន៍មើលមនុស្សម្នាក់ក៏មិនបាន ប្រញាប់ចាក់ចិនទៅរកនាងឥឡូវនេះយឺតពេលហើយ លូស៊ីឈិនជាអ្នករៀបចំ ភ្ញៀវកិត្តិយសទាំងអស់សូមស្វាគមន៍អ្នកស្នងមរតកក្រុមហ៊ុនសេនលោកសេនយ៉ាន់ស៊ី អ្នកស្នងមរតកក្រុមហ៊ុនសេនអ្នកប្រើនាងដើម្បីបង្ខំខ្ញុំមកទីនេះហើយនៅចង់ឲ្យខ្ញុំស្ដាប់តាមអ្នកទៀតហេតុអ្វីបានជាអ្នកគិតបានល្អម្លេះ នៅចំពោះមុខអ្នកចាស់ទុំជាច្រើនកុំធ្វើរឿងដួលអាម៉ាស់ រឿងអួលអាម៉ាស់ខ្ញុំនឹងបង្ហាញណាផលវិបាកនៃការប៉ះនាង ក្រុមហ៊ុនសេនមានបញ្ហាហិរញ្ញវត្ថុ កុំចង់ជាប់ពាក់ព័ន្ធចាក់ចេញឲ្យលឿនអ្នក កូនបាត់ថ្ងៃនេះបារែងបោះជើងចេញពីទ្វារនេះអញមិនមែនជាមនុស្សរបស់សេនទីទេ ទៅរកសុងឈីនយូឲ្យលឿន និយាយមករកខ្ញុំធ្វើអី អ្នកដឹងពីអត្តសញ្ញាណរបស់សេនយ៉ាន់ស៊ី ប្រធានក្រុមហ៊ុនសេងស៊ីនឹងអ្នកគ្រប់គ្រងលូបើអត់ អ្នកគិតថានឹងជាអស់ហើយផឹកស្រាមួយកែនេះនឹងប្រាប់ណាស់មិនហ៊ានផឹកអអ្នកហ៊ានសំបីតែកូនប្រុសរបស់សត្រូវដេកលោកជាមួយគ្នាគ្រាន់តែស្រាមួយកែ អ្នកនិយាយអីចម្លែកអ្នកខ្ញុំច្បាស់ជាមិនបានផឹកទេ ខ្ញុំដឹងថាអ្នកនឹងមិនផឹកស្រាកែនោះទេខ្ញុំប្រាប់ណាសេនយ៉ាន់ស៊ីជាកូនតែមួយរបស់សេនខ្វនសានអ្នកស្នងមើលដកតែមួយគត់របស់ក្រុមហ៊ុនសេនឪពុករបស់អ្នកត្រូវបានឪពុកគាត់បង្ខំឲ្យស្លាប់អ្នកនឹងគាត់គ្មានសង្ឃឹមទេ នេះលេខានេះ ខ្លាញ់ខ្លាយល្អបងស្រីមិនគិតថាខ្ញុំពាក់នាឡិកាពិតបានទេ អញ្ចឹងទេខ្ញុំមិនគួរជឿគាត់ទេខ្ញុំនឹងគាត់គ្មានសង្ឃឹមទេខ្ញុំក៏មិនជ្រើសរើសអ្នកដែរ ហេតុអីពីមុនណាស់ច្បាស់ជីមានតែខ្ញុំក្នុងចិត្តនិងភ្នែក ពីមុនខ្ញុំខ្វាក់ភ្នែកអ្នកគួរឲ្យស្អប់ជាងមុន គួរឲ្យសពខ្ញុំមើលណាបន្តិចទៀតតើនៅតែថាខ្ញុំគួរឲ្យសពទៀត ឡើងនាងមិនអីទេ
គាត់ថាអ្នកជាកូនរបស់សេនខ្វាន់សាន ឡមកផ្ទះជាមួយខ្ញុំខ្ញុំនឹងប្រាប់អ្នកទាំងអស់ បងស្រីអ្នកភ្ញាក់ហើយគ្រូពេទ្យថាពេលថ្នាំអស់ហើយអ្នកមិនអីទេគុំរើនឹងជាសះស្បើយ លោកសេនរឿងល្ខោនរបស់អ្នកលេងមិនធុញទេ และអត្តសញ្ញាណរបស់ខ្ញុំពីរណាខ្ញុំខុសហើយខ្ញុំសុំទោសណាស់ប៉ុន្តែកុំសង្ស័យអារម្មណ៍របស់ខ្ញុំចំពោះអ្នកមើលនេះសូមអង្វរ កុំយករឿងទាំងនេះមកបោកខ្ញុំប្រាប់ខ្ញុំពីមុនឪពុកខ្ញុំស្លាប់ដោយសារអ្វីតើមានរឿងអ្វីកើតឡើង បងស្រីពីមុនខ្ញុំឃើញបុរសស្លៀកខ្មៅពីរនាក់រារាំងពូសុងនៅទីនោះបង្ខំគាត់ឲ្យចុះហត្ថលេខឯកសារក្រោយមកខ្ញុំទើបដឹងនោះជាឯកសារផ្ទេរភាងហ៊ុនរបស់សុង បន្ទាប់មកទៀតឪពុកខ្ញុំកើតជំងឺបេះដូងពួកគេជាអ្នកធ្វើពួកគេទុកឪពុកខ្ញុំចោលនៅទីនោះទេ មិនមែនដូចអ្នកគិតទេនាពេលនោះពូសុងពិតជាត្រូវពាក្យរបស់ពួកគេធ្វើឲ្យគាត់តក់ស្លុតខ្ញុំឃើញច្បាស់ណាស់ពូសុងកំពុងរកប្រអប់ថ្នាំប៉ុន្តែប្រអប់ថ្នាំនោះទេមនុស្សពីរនាក់នោះឃើញស្ថានភាពមិនប្រក្រតីក៏រត់ចេញទៅខ្ញុំប្រញាប់រត់ចេញទៅបងស្រីខ្ញុំចង់ជួយគាត់ប៉ុន្តែពេលនោះដៃខ្ញុំមានតែកញ្ចែសង្គ្រោះបន្ទាន់ដែលមកឲ្យពេលឡានពេទ្យមកដល់ពូសុងក៏ឡើងមានជីវិតហើយ10ឆ្នាំនេះខ្ញុំគិតរៀងរាល់ថ្ងៃប្រសិនបើថ្ងៃនោះខ្ញុំយកទូរស័ព្ទគឺខ្ញុំប្រញាប់រត់ចេញឲ្យលឿនជាងរារាំងពួកគេប្រហែលជាពូសុងមិន គួរឲ្យអស់សំណាចណាស់ខ្ញុំភ្ញាក់ផ្អើលដែរកូនរបស់ខ្មាំង មិនមែនទេខ្ញុំខុសពីពួកគេ ខុសគ្នាត្រង់ណាអ្នកគិតថាអ្នកលេងពី3ដងរឿងស្នេហាជ្រៅអាចលុបបំបាត់បាបរបស់គាត់បានប្រសិនបើគ្មានសេនខ្វាន់សានឪពុកខ្ញុំមិនស្លាប់ទេហើយឪពុកដ៏ខូខើរបស់អ្នកនៅក្នុងពិធីបុណ្យសុពពុកខ្ញុំដោយគំរាមកំហែងជីវិតម្ដាយខ្ញុំបង្ខំខ្ញុំឲ្យលក់ក្នុងតម្លៃទាបមុខមាត់របស់សុងខ្ញុំមិនអាចភ្លេចបានរហូត សុំចុះហត្ថលេខាឲ្យលឿនយកលុយនេះអាចយកទៅព្យាបាលមិនដែរណា កិច្ចសញ្ញាឡើងលះខ្ញុំនឹងចុះហត្ថលេខាឲ្យអ្នក បងស្រីខ្ញុំមិនចង់លែងលេះទេបងស្រីខ្ញុំចូលចិត្តណាស់ខ្ញុំចូលចិត្តអ្នកអស់10ឆ្នាំហើយបងស្រីសូមណាប់ផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតឱកាសនៅក្បែរណាបានទេ តាំងពីអ្នកចាប់ផ្ដើមបោកប្រាស់ខ្ញុំគឺដាក់ជំនឿរបស់ខ្ញុំជន់ឈ្លីការចូលចិត្តរបស់អ្នកនៅចំពោះមុខជីវិតឪពុកខ្ញុំតើវាមានតម្លៃអ្វីអ្នកមានឈាមរបស់ Shin Gun Shan ពេលខ្ញុំឃើញអ្នកខ្ញុំគិតដល់របៀបដែលគាត់ជន់ឈ្លីពួកយើងដើម្បីឡើងឋានៈរបស់ត្រកូលសុងរវាងយើងក្រៅពីការស្អប់គ្មានអ្វីផ្សេងទៀតទេយើងឈប់នៅទីនេះ អ
កុំធ្វើអីទៀតថ្ងៃច័ន្ទការប្រជុំខ្ញុំស្លៀកផ្សេងទៅបាន មិនបានទេបងស្រីស្លៀកពាក់នេះស្អាតបំផុតស្មាឆ្វេងរបស់នាងឈឺទៀតស្អែកទៅរៀនម៉ាសាបងស្រីពីនេះទៅមានខ្ញុំបងគុំខំប្រឹងច្រើនពេក ម៉េចអូនចិញ្ចឹមបងអី ខ្ញុំចិញ្ចឹមបងស្រីខ្ញុំធ្វើសម្រាប់បងសាកមើលផង មិនផឹក បងផឹកមួយក្តាប់ផងផឹកមួយក្តាប់មក បងស្រីបងពិតជាមិនចង់បានខ្ញុំទៀតទេ ซึ่งยานซีก็จะประเทศไอเดีย មីងទិញ Plasberry នៅពេលណា បងស្រីនំប៉ាវនេះផ្អែម អ្នកណាមកប្រឡំម្លេះ ម្ហូបមកដល់ហើយខ្ញុំបានមើលរូបមិនជាង20ប្រភេទបានសាកល្បង8ដងធានាថាមានរសជាតិដូចពូធ្វើពីមុនគ្មានអីទេមកផ្លប់មើលលឿនណាឆ្ងាញ់ទេ អញ្ចឹងឆ្ងាញ់ដូចប៉ាខ្ញុំធ្វើពីមុនដែរ បើបងស្រីចូលចិត្តខ្ញុំនឹងធ្វើឲ្យរាល់ថ្ងៃទៅថ្ងៃ អញ្ចឹង ឆ្កែល្ងងធ្វើអីចឹងទៅមានប្រយោជន៍អីហេ ชินจีមានរឿងមិនល្អហើយគិតសន្តាមានបញ្ហាហើយ នាយកសុងពេលវេលាមានកំណត់យើងមិនអាចដោះស្រាយករណីនេះបានទេ លោក Philip សូមផ្ដល់ពេលខ្លះដល់ពួកយើងខ្ញុំច្បាស់ជានឹងរកឃើញក្រុមដែលសមរម្យ ពេលវេលាវាងពេលកាំងនឹងឡុងគឺខុសគ្នាអ្នកដឹងទេ នៅប្រទេសចិនក៏មានពាក្យចាស់ថាបាយល្អមិនខ្លាចយឺត អូព្រះជាម្ចាស់ខ្ញុំពិតជាអាចជួបអាឡិនដែលជាឧត្តមសេនីយ៍ដែលមិនអាចចាញ់អ្នកជំនាញដ៏ល្បីផ្នែកច្បាប់ប្រឆាំងផ្ដាច់មុខតែមិនដែលចាញ់ក្តីក្នុងរយៈពេល10ឆ្នាំចុងក្រោយ Nixon នេះជាកំណែកែប្រែនៃកិច្ចព្រមព្រៀងបន្ថែមកិច្ចព្រមព្រៀងស្ដីពីវិបញ្ញត្តិប្រឆាំងផ្ដាច់មុខយើងបានរៀបចំផែនការចំនួន B នេះជាស្នាមសរសេររបស់ស៊ុនយ៉ានស៊ីមកធ្វើអ្វីនៅទីនេះ តាមការស្នើសុំរបស់អ្នកផ្សេង
nà nú ban ye mình trơ oi nè sông răng cá yêu thu nà lợ tụ trâu dài นี่โยส่งให้ไว้บ้านจีเนี่ยเหมือนบ้านนี่เย่เรื่องนี้มนเป็นเนี่ยดัง សុំតាក់តងអ្នកនោះជានរណា ការពារភាពឯកជនរបស់អតិថិជនគឺជាអ្វីដែលយើងជាមេធាវីគោលការណ៍មូលដ្ឋាន Nixon សូមជូនប្រើគម្រោងរបស់អ្នកជោគជ័យ សុនយ៉ានស៊ីតើអ្នកចង់បានអ្វី អ្នកដឹកនាំរឿងសងហេតុអ្វីមិនប្រាប់រឿងនេះពីមុន លោកស៊ុនពិតជាមានអំណាចធំក្រុមមេធាវីកម្ពុជានៅឡុងសុទ្ធតែតាមបញ្ជាអ្នក បឹងស្រីណាស់ស្រវឹងហើយក ុំប៉ះខ្ញុំតើអ្នកចង់ធ្វើអ្វីកុំគិតថាធ្វើបែបនេះខ្ញុំអាចភ្លេចបានថាតើឪពុកខ្ញុំស្លាប់ដោយរបៀបណាខ្ញុំអាចភ្លេចបានថាលោកស៊ុនខ្វាន់សានឆ្លៀតឱកាសទៅចេញឲ្យខ្ញុំទៅ បឹងស្រីសុំទោស សិនអានស៊ីហេតុអ្វីអ្នកមកលេចមុខខ្ញុំស្អប់អ្នកវាងាយជាងការនឹកអ្នក សេនយ៉ានស៊ីអ្នកដឹងទេខ្ញុំថែមទាំងស្អប់អ្នកក៏ត្រូវរាប់ម៉ោងដែរ បឹងស្រី កុំហៅខ្ញុំថាបងស្រីហេតុអ្វីបានជាអ្នកបញ្ឆោតខ្ញុំយូរម្លេះខ្ញុំឲ្យឱកាសអ្នកម្ដងហើយម្ដងទៀតហេតុអ្វីបានជាអ្នកនៅតែបញ្ឆោតខ្ញុំ ខ្ញុំ ប៉ុន្តែហេតុអ្វីបានជាខ្ញុំនៅតែនឹកអ្នកធ្វើម៉េចឲ្យខ្ញុំនឹកអ្នក ភ្ញាក់ឡើងផឹកទឹកសិនថ្នាំក្រពះនៅក្នុងថោតជាន់ទី2បឹងស្រីខ្ញុំមិនរំពឹងថាអ្នកអត់ទោសឲ្យខ្ញុំឡើយគ្រាន់តែសូមឱកាសពីរណាទុកឲ្យខ្ញុំសឹងបន្តិចចម្ដង អីចឹងស្អប់មនុស្សម្នាក់និងនឹកមនុស្សម្នាក់អាចនៅក្នុងចិត្តដំណើរគ្នាឆេះខ្លោចចិត្ត មានអារម្មណ៍បែបណាតែងតែមានអារម្មណ៍មិនល្អ
តើខ្ញុំកំពុងរំពឹងអ្វី លោកនាយកសុងលោកសឹមបានឲ្យខ្ញុំយករបស់នេះមកលោក គាត់ណៃណា លោកសឹមថាឲ្យលោកញ៉ាំក្តៅគាត់ក៏និយាយថាបានទិញផ្លែស្ប៊ឺរីស្រស់និងយកមកភ្លាម ខ្ញុំសួរអ្នកសឹមយ៉ាន់ស៊ីគាត់ណៃណា បន្ទាប់ពីលោកចេញទៅលោកសឹមប្រើការងារដើម្បីបំភ្លេចខ្លួនឯងមិនមានពេលសម្រាប់ក៏ចេញទៅក្រៅប្រទេសមកជួបលោកទៀតឌូឈឺ សឹមយ៉ាន់ស៊ីក្តៅបែបនេះមិនខ្លាចស្លាប់ទេ សឹមយ៉ាន់ស៊ីភ្ញាក់ឡើងខ្ញុំនាំលោកទៅមន្ទីរពេទ្យល្អទេ ខ្ញុំមិនទៅទេបឹងស្រីគុំទៅណៅល្អទេខ្ញុំធ្វើសាច់ជ្រូកជូរផ្អែមឲ្យណាល្អទេអ្នកចង់បានអ្វីខ្ញុំឲ្យទាំងអស់គុំចាក់ចោលខ្ញុំ ខ្ញុំដឹងថាមិនមែនជាកំហុសរបស់អ្នកទេប៉ុន្តែអ្នកណាប្រាប់ថាអ្នកជាកូនប្រុសរបស់សឹមខ្វាន់សានលើកក្បាលឡើងបន្តិចសម្រាប់បានល្អ លែងក្តៅខ្លួន បឹងស្រីគុំចាក់ចោលខ្ញុំ ខ្ញុំមិនទៅទេគេងឲ្យស្រួល បឹងស្រី កុំលែងដេកលក់ស្រួល នាងមកមើលខ្ញុំ លោកសឿនលោកទៅតែភ្ញាក់ យប់មិនអ្នកណាមកមើលខ្ញុំ គឺខ្ញុំទេលោកសឿនលោកក្តៅខ្លួនខ្លាំងយប់មិញខ្ញុំមិនហ៊ានចាក់ចេញក៏បាននៅថែលោកពេញមួយយប់ អ្នកនៅតែប្រើក្រមួនបូរម៉ាត់ស្រីមើលមិនឃើញទេជំនួយការចាំង នោះខ្ញុំ ខ្ញុំឈឺមិនមែនល្ងងទេហ៊ានកុហកខ្ញុំឯងក្លាហានណាស់ កុំប្រាប់គាត់ថាខ្ញុំមក លោកសឿនពិតជាខ្ញុំម្នាក់មិនហ៊ានរករឿងម្នាក់ទៀតរករឿងមិនបានជីវិតខ្ញុំអីក៏ដូចនេះ នាងចាក់ចេញពីយប់មិញម៉ោងប៉ុន្មាន នាយកសុងទៅតែចាក់ចេញពេលចិត្តភ្លឺមុនចាក់ចេញនាងឲ្យខ្ញុំកុំប្រាប់ថានាងមក ចេញទៅដឹងថាត្រូវនិយាយយ៉ាងណាបឹងស្រីខ្ញុំនឹងតាមល្បឿនរបស់បងរងចាំបងទទួលយកបន្តិចម្ដងថ្ងៃនោះរបស់ខ្ញុំ ឆេនសុង លោកស្រីសុងជាស្ត្រីមិនចាញ់បរោះមានអ្នកគឺជាសំណាងរបស់សេងសៀ មិនអីទេខ្ញុំគ្រាន់តែធ្វើការងារដែលជាភារកិច្ចរបស់ខ្ញុំ អូត្រូវហើយសូមថ្លែងអំណរគុណដល់លោកស៊ុនគំនូបូរាណនោះពិតជាមានចិត្តស្មោះ មិនឆ្ងល់ទេភាគីសហការស្រាប់តែបដូរអាកប្បកិរិយាធំ
វាមិនមែនជារឿងចៃដន្យទេគាត់នៅពីក្រោយបានធ្វើអ្វីខ្លះ ប្រយ័ត្ន សឿនយ៉ានស៊ីសឿនយ៉ានស៊ីសឿនយ៉ានស៊ីអ្នកមិនហើយ ញ៉ាំមិនអីល្អហើយ សឿនយ៉ានស៊ីអ្នកត្រូវទ្រាំទ្រឲ្យបានអ្នកមិនត្រូវមានរឿងអ្វីទេអូទេឡានពេទ្យមកដល់ហើយអ្នកត្រូវទ្រាំទ្រឲ្យបានសឿនយ៉ានស៊ីអ្នកភ្ញាក់ឡើងអ្នកភ្ញាក់ឡើងអ្នកសន្យាជាមួយខ្ញុំអ្នកនឹងមិនមានអ្វីទេបើមិនអញ្ចឹងទេខ្ញុំមិនអត់ទោសអ្នកទេសឿនយ៉ានស៊ី លោកសុងអ្នកមានអារម្មណ៍មិនដែរ តើសឿនយ៉ានស៊ីគាត់យ៉ាងម៉េចដែរ មិននិយាយទេចេញទៅ លោកសិនបាក់ឆ្អឹងជំនីរបីពេញខ្លួនឈឺទាំងអស់លោកសុងឥឡូវនេះរាងកាយអ្នកទន់ខ្សោយណាស់ ចាញ់ហ្វេងខ្ញុំប្រាប់អ្នកឲ្យនៅជាមួយឈៀនយូទេមកធ្វើអីបឹងស្រីខ្ញុំមិនអីទេ សឿនយ៉ានស៊ីអ្នកដឹងអត់បើរថយន្តសង្គ្រោះមកយឺតជាងនេះអ្នកនឹង កាលពីមុនខ្ញុំយឺតមួយជំហានក្រោយមកខ្ញុំស្វឹកខ្ញុំនឹងមិនអោយរឿងបែបនេះកើតឡើងទៀតទេ អញ្ចឹងអ្នកត្រូវតែប្រើជីវិតដើម្បីប៉ះប៉ល់តែងតែបែបនេះប្រើវិធីដ៏ច្របូរច្របល់នេះធ្វើអីឲ្យខ្ញុំស្អប់អ្នកថ្ងៃនេះនាងបានជួយខ្ញុំបិទអង្គរសបន្ទាប់ពីម៉ាក់ស្លាប់ជាលើកដំបូងមាននរណាម្នាក់ការពារខ្ញុំយ៉ាងរឹងមាំថ្ងៃនេះជួបនាងនៅក្នុងបន្ទប់ទឹកតែឈឺមុខស្លេកប្រហែលរបួសចាស់នៅស្មាឆ្វេងមកវិញគីលានុបថាការម៉ាស្សាអាចបន្ថែខ្យល់នៅទីបញ្ចុះសឹបធំណាស់នាងនៅមុខភ្នូពូសុងចាប់ពីយប់ឈឺរហូតដល់ភ្លឺចង់ឲ្យអាវចិត្តនាងចង់អបនាងជំនួយការផ្ញើមកម្ដាយនាងនៅកន្លែងជួបគូរូបថតចែកខិតបនស្វែងរកកូនប្រសាស្រុកបើនាងត្រូវគេគៀបសង្កត់ធ្វើម៉េចមិនអាចខ្ញុំមិនអាចចាំទៀតទេ ការលេចមុខរបស់គាត់មិនមែនជាចៃដន្យ មិនហ៊ានសង្ឃឹមឲ្យអ្នកអត់ទោសខ្ញុំសុខចិត្តលុះបាបដោយជីវិតនៅសល់ទោះបីគ្រាន់តែរសាម្លឹបណាពេញមួយជីវិត បឹងស្រី សេនយ៉ានស៊ី10ឆ្នាំរបស់អ្នកខ្ញុំទទួលបានហើយភ្លៀងឈប់ហើយសេនយ៉ានស៊ីយើងចាប់ផ្ដើមឡើងវិញទេ
ចាក់ចេញ3ខែខ្ញុំគិតថាផ្ការីកអស់ហើយ មែនហើយស្ទើរតែខលខានរដូវផ្ការីកខ្ញុំក៏ស្ទើរតែខលខានណាស់ នេះគឺ នេះខ្ញុំបានរៀបចំរួចរាល់យូរហើយ ធ្វើអីនឹងសុំរៀបការ បងស្រីរៀបការជាមួយខ្ញុំ 2015 មែនយប់នោះកាលពី10ឆ្នាំមុន 10ឆ្នាំមុនអ្នកហុចឆិតឲ្យខ្ញុំជួយដេញមនុស្សស្អាក្រក់ការពារខ្ញុំឥឡូវទុកឲ្យខ្ញុំការពារអ្នកវិញ តែអ្នកភ្លេចហើយយូណូយើងបានរៀបការហើយ នោះជាការរៀបការតាមកិច្ចសន្យាខ្ញុំជាអ្នកឆ្លាតរក fake ឥឡូវខ្ញុំចង់រៀបការជាមួយអ្នកដោយស្របច្បាប់មិនមែនជាប្តីប្រពន្ធតាមកិច្ចសន្យាទេមិនមែនជាប្តីនៅផ្ទះទេមិនមែនជានាយកប្រតិបត្តិផ្សេងស៊ីគឺជាខ្ញុំផ្ទាល់ចង់នៅជាមួយអ្នកពេញមួយជីវិត ចិញ្ចៀនមួយគិតថានឹងចង់ខ្ញុំឲ្យជាប់ហើយ អញ្ចឹងបន្ថែមសាច់ជ្រូកផ្អែមជូរពេញមួយជីវិតគ្រប់គ្រាន់ មនុស្សសម្នាក់ទៅមនុស្សពីរនាក់ត្រឡប់មកវិញអ្នកយកសំនេះទុកជួយទាំងការងារទាំងស្នេហាចេញទៅតែបីខែទេអត់ទូសឲ្យហើយមិនដឹងថាពីមិនអ្នកណាដាក់អេកសាឡែងឡាគប់លើមកគេថែមទាំងនិយាយជីវិតនេះមិនចង់ឃើញសេនយ៉ាងស៊ី គ្មានវិធីទេត្រូវគេជាប់ដោះមិនរួច បងស្រីនិយាយត្រូវខ្ញុំមុខក្រាស់ជាប់មិនព្រមចេញ ម្ចាស់ស្រីបងហាត់ស្កាយធ្វើបានល្អ តើឃើញអ្នកណាធ្វើទេ យងតាមអសិដ្ឋានអ៊ីបង្ហាញថាគឺលោកពូលីនៃអ្នកយុទ្ធឋានវេរិនវត្តគាត់ជាអ្នកក្រៃបង្កប់របស់សង្ឃអូបាទកាលពី10ឆ្នាំមុនត្រូវបានសេនទិនជានឹងឪពុករបស់ណាធ្លាប់មានចំនួន ជូនដំណឹងដល់គ្រប់នាយកដ្ឋាន10នាទីទៀតប្រជុំបុគ្គលិកទាំងអស់ អូមិនរងចាំលោកសេនគីមួយទេ រឿងរបស់ខ្ញុំដោះស្រាយដោយខ្លួនឯង ខ្ញុំចេញទៅធ្វើការប្រហែលខែមិននឹកស្មានត្រឡប់មកវិញទទួលបានអំណោយធំមួយថាខ្ញុំមានអំពើរួមភេទដោយអសិលធម៌ជាមួយនិស្សិតអនុវត្តការងាររបស់ក្រុមហ៊ុនអញ្ចឹងទេ ខ្ញុំឃើញអ្នកទាំងពីរដឹងគ្នាដោយអាចកំបាំងទាំងពីរយូរមកហើយប្រការងារដើម្បីធ្វើខុសច្បាប់ រូបថតនេះនៅខាងក្រោយគឺលោកគ្រប់គ្រងបាយនេះគឺមានអ្នកថតអេក្រង់ហើយបង្កើតពាក្យចាំអារ៉ាមលើសពីនេះទៀតកាមេរ៉ាសុវត្ថិភាពថតបានលោកពូលីយប់ថ្ងៃពុធមុនត្រឡប់មកក្រុមហ៊ុនប្រើអ៊ីមែលសាធារណៈរបស់ក្រុមហ៊ុនផ្ញើរូបថតនេះទៅបុគ្គលិកទាំងអស់លោកពូលីអ្នកបានប្រព្រឹត្តខុសច្បាប់កាលពី10ឆ្នាំមុនអ្នកបានយកលុយរបស់សេនខ្វាន់សានចាក់ចេញនៅពេលដែលសុងកំពុងលំបាកខ្លាំងម៉េចឥឡូវនេះអ្នកក្រុងនឹងធ្វើដូចដើមម្ដងទៀតឬ អ្នកនិយាយបង្កាច់បង្ខុយ មានមនុស្សច្រើនណាស់ហេតុvìគ្មានអ្នកណាជូនដំណឹងខ្ញុំតើអ្នកពាក់ព័ន្ធនេះនៅឯណានិយាយអីគ្នាសប្បាយណាស់ មកធ្វើអី ក្រុមហ៊ុនខ្ញុំផ្ទាល់ហេតុអីមកអត់បាន
มนุษย์สำเนาได้พมพายเลยทรงชินอยู่ก้นสมัยซีไซเห็นหมอกดา ส้มนายน้อมจีพลายกาโลกสัญญาณสิมีนพิคน67 ปีในกรมฮอนเซงซีคือจีประธานกรมฮอนเซงซีปัจจุบัน มันอักใจทัวไม่จัก ก้นสมาจีกาสำเร็จจิตตัวคลุนขยมมีนปัญหาไอเตรทเฟอร์แม็กสตับตามนิยกทรง គម្រោងភាគខាងត្បូងក្រុងខ្ញុំនឹងក្រុមការងារខ្ញុំខំធ្វើរហូតបានដើម្បីយកគម្រោងសហការអាស៊ីអាគ្នេយ៍ខ្ញុំនឹងក្រុមការងារខ្ញុំដេកនៅមន្ទីរពិសោធន៍2ខែដណ្ដើមបានប៉ាតង់ផ្ដាច់មុខលទ្ធផលនេះខ្ញុំនឹងក្រុមការងារខ្ញុំរកបានដោយសមត្ថភាពមិនមែនដោយល្បិចក្រោមក្រុមហ៊ុនសេងស៊ីមិនចិញ្ចឹមសត្វល្អិតមិនអនុញ្ញាតឲ្យចាក់ពីក្រោយខ្នងបង្កាច់បង្ខូចបុគ្គលិកស្នូលបង្កើតពាក្យចាំអារាមអះអាភាសអំពីបុគ្គលិកស្រីលាតដាងអាកំបាំងពាណិជ្ជកម្មនាយកដ្ឋានច្បាប់បានប្រមូលភស្តុតាងទាំងអស់អ្នកគ្រាន់តែរងចាំទទួលខុសត្រូវតាមច្បាប់ចុះវិធានការ ยักเจอเซินบังสไรปูไก่นะขยมหนึ่งดอกสไรกาเนียได้ในซอนิยกทานฉบับหนึ่งเป็นเจ้าเป็นบันดาล នេះចង់ដណ្ដើមកិត្តិយស នេះខ្លាចអ្នកនឿយហត់ ខ្ញុំហត់ខ្លាំងណាស់អ្នកឯងហើយជាអ្នកបង្ក บังสไรនេះបន្ទោសខ្ញុំដែលខំធ្វើការពេលយប់ខ្លាំងពេក សេនយ៉ានស៊ីនេះជាការិយាល័យ บังสไรភ័យណាស់ ខ្ញុំប្រមានអ្នកម៉ោងធ្វើការកុំធ្វើអីញ៉ៃញ៉ៃ នៃบังสไรគឺចេញពីការងារអាចធ្វើបាន ចេញតើ អូមើលទៅបូសនៃហែរបលោកសិនមកដល់ហើយ មានតែអញទេដែលនិយាយច្រើន ថាខ្ញុំនិយាយច្រើនទៀតខ្ញុំទើបតែទៅយីកែកសារមកឯណាតាមរនហ្វែរឃើញនៅណាមអ្នកត្រូវលោកសិនសង្កត់លេងនៅក្នុងការិយាល័យរំភើបណាស់ តើ ប្រាប់ខ្ញុំមក บังสไรบังสไรគុំមិនអើពើនឹងខ្ញុំគុំខឹង លើកនេះដោយសារមានតែស៊ីរួយទេដែលឃើញពេលក្រោយមិនអនុញ្ញាតឲ្យនៅជាមួយខ្ញុំក្នុងការិយាល័យមានអាកប្បកិរិយាស្និទ្ធស្នាលហួសហេតុ អូខេខ្ញុំក្រោយនេះនឹងទប់ខ្លួនឲ្យបានមិននប់អ្នកនៅខាងក្រៅ អូពូកែកូរ៉ុនតូច ម៉ាក់ ម៉ាក់រីករាយពិធីបុណ្យលេខកណ្ដាលរដូវស្លឹកឈើជ្រុះ អូសៀវស៊ីនអ្នកមិនបានមកច្រើនខែហើយខ្ញុំនឹកអ្នកណាស់ហេតុអ្វីបានជាស្គមជាងលើកមុនទៀតព្រឹកនេះខ្ញុំបានទៅផ្សារដោយចិត្តណាយកក្តាមធំសុទ្ធតែមានពងសៀវស៊ីនអើយ ថ្ងៃនេះអ្នកត្រូវតែញ៉ាំឲ្យច្រើនណាស់បាទក្តាមធំដែលម៉ាក់ធ្វើឲ្យខ្ញុំដោយចិត្តនេះថ្ងៃនេះខ្ញុំត្រូវតែញ៉ាំឲ្យអស់ ដឹងថាត្រូវគេស្រឡាញ់វាធ្វើឲ្យមនុស្សចង់យំ សៀវស៊ីន តាមប្រភពព័ត៌មានអ្នកយករងផ្នែកអាជីវកម្មនៃក្រុមហ៊ុនសេងស៊ីឈ្មោះសុងឈៀនយូបានឡើងតំណែងដោយសារទំនាក់ទំនងមិនត្រឹមត្រូវ នេះជាអ្វី ម៉ាក់ ម៉ាក់ញ៉ាំមិនអីទេម៉ាក់ទៅមន្ទីរពេទ្យជាមុនសិនមានខ្ញុំនៅទីនេះមិនអោយម៉ាក់មានរឿងទេ គុំបារងគ្រូពេទ្យថាជាសម្ពាធឈាមឡើងខ្ពស់គ្មានគ្រោះថ្នាក់ដល់ជីវិតទេ សុទ្ធតែកំហុសរបស់ខ្ញុំសុទ្ធតែកំហុសរបស់ខ្ញុំគួរតែប្រាប់នាងឲ្យលឿនជាងនេះ
ប្រាប់នាងពីអត្តសញ្ញាណរបស់អ្នកនាងនឹងមិន មិនបន្ទោសអ្នកទេគឺខ្ញុំដែលមិនបានដោះស្រាយល្អវ័យគេរឹកចន្លោះបាន มันคลิกชีลิกำลังเดถวยโดยทรงชันอยู่ក្នុងឧស្សាហកម្មมันអាចកើបមកបាន ឯងប្រើវិធីសាស្ត្រទាបបែបនេះបង្កាច់បង្ខូចនាងមិនខ្លាចរងផលអាក្រក់ទេ ស្ត្រីដែលស្រមៃចង់ឡើងសាខាมันសំនឹងគ្រួសារសិន នាងមិនមែនគ្រូសាសេនទេដែលមិនសមនឹងនាង លោកសេនតាមការស៊ើបអង្កេតអ៊ីបអ្នកលាតត្រដាងសុទ្ធតែមកពីសេនស៊ី ខ្ញុំជាប្រកែងបង្រៀនក្មេងស្រីមិនដឹងកម្ពស់ផែនđờiជាការសំស្រុបនៅជាមួយនាងនឹងបំផ្លាញនាងតែប៉ុណ្ណោះ អ្វីដែលបំផ្លាញខ្ញុំមិនមែននាងទេគឺឯង កូនកំពូលចិត្តខ្ញុំចិញ្ចឹមឯងរាប់ឆ្នាំមិនមែនឲ្យឯងជូនមនុស្សក្រៃមកបន្ទោសខ្ញុំទេ សួរចិត្តតែងមើលឯងធ្លាប់ចិញ្ចឹមទេបើមិនមែនច្រើនឆ្នាំនេះឯងមានសុខភាពមិនល្អចង់ឲ្យខ្ញុំទទួលមរតកសេនស៊ីឯងប្រហែលជាមិនចាំថាមានកូនប្រុសនេះទេ រឿងសំខាន់យូរខ្ញុំអាចអត់ទោសដោយចុះហត្ថលេខា ឯងនៅដែរសេនស៊ីទុកឲ្យយើងមើលថែខ្លួនចាស់ខ្ញុំគ្រាន់តែចង់បាននាង ឯងនឹងស្ដាយក្រោយ អ្វីដែលខ្ញុំស្ដាយជាងគេគឺមិនបានជួបនាងឆាប់ជាងនេះខ្ញុំព្រមានឯងបើរឹងហ៊ានបេះនាងទៀតខ្ញុំមិនខ្វល់បំផ្លាញសេនស៊ីទេអរយ៉ែនភ្លុកលក្ខណៈគ្មានអ្វីសោះ ឲ្យគាត់ទៅ ម៉ាក់ តើរឿងព័ត៌មាននោះវិញយ៉ាងម៉េច ម៉ាក់អ្នកទើបតែភ្ញាក់កុំបារម្ភរឿងទាំងនោះ ប្រាប់ខ្ញុំមកតើរឿងពិតជាយ៉ាងម៉េច ម៉ាក់ព័ត៌មានគឺคล้าย ព័ត៌មាននិយាយថាអ្នកឡើងតំណែងដោយសារលោក Shen Yanji តើគាត់មានឋានអ្វី គាត់ជាប្រធានក្រុមហ៊ុន Shen Uy ក៏ជាអ្នកស្នងរាជនៃគ្រួសារ Shen គឺជាអ្នកដែលបង្ខំពុកណាអស់ផ្លូវគ្រួសារ Shen នោះរបស់លោក Shen Guanshan គឺគាត់ជាកូនរបស់លោក Shen Guanshan Shen Inui ណានិយាយអីណាហេតុអ្វីអ្នកនៅជាមួយគាត់លែងលះគ្នាទៅ ម៉ាក់ខ្ញុំមិនលែងលះគាត់ទេ មិនលែងលះតើអ្នកអាចនៅជាមួយគាត់ពេញមួយជីវិតបានទេ បឹងស្រីខ្ញុំស្រឡាញ់ណាស់10ឆ្នាំហើយ ម៉ាក់គាត់ស្រឡាញ់ខ្ញុំពិតខ្ញុំមិនលែងលះគាត់ទេពីដំបូងពេលខ្ញុំដឹងរឿងនេះខ្ញុំក៏ទទួលមិនបាន 10000 ដូច្នេះខ្ញុំរត់ទៅក្រៅប្រទេសលទ្ធផលគាត់ដើរតាមខ្ញុំដោយលួចលាក់ថែរក្សាខ្ញុំដើម្បីជួយខ្ញុំគាត់ស្ទើរតែស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ ប៉ុន្តែគាត់នៅតែឈ្មោះ Shen ដោយសារតែគាត់ឈ្មោះ Shen តើគាត់ត្រូវទទួលរឿងដែលមិនមានទោសទាំងនេះទេម៉ាក់ខ្ញុំក៏ធ្លាប់ព្យាយាមរុញគាត់ចេញប៉ុន្តែពិតជាគាត់បន្តិចម្ដងធ្វើឲ្យបេះដូងខ្ញុំក្តៅឡើង កូនស្រីឈួតម្ដាយនិងកូនពិតជារឹងរូសដូចគ្នាប៉ុន្មានឆ្នាំនេះអូនឯងលំបាកណាស់ម្ដាយមើលឃើញក្នុងចិត្តតែងតែឈឺចាប់ចំពោះអូនខ្ញុំជំរុញឲ្យអូនទៅណាត់ជួបម្ដាយខ្លាចបើម្ដាយចាក់ចេញទៅអូនឯងនៅម្នាក់ឯងធ្វើម៉េចតាំងពីអូនឯងនៅជាមួយសេវិនពិតជាផ្លាស់ប្ដូរច្រើនចេះសាយនឹងទូរស័ព្ទចេះអង្វរំដាយម្ដាយមិនដែលធ្វើរឿងបំបាយគូស្នេហ៍ទេ ម៉ាក់អ្នកពិតជាមិនបន្ទោសខ្ញុំទេ
ក្នុងចិត្តអំដាយគ្មានអ្វីសំខាន់ជាងសុភមង្គលកូនស្រីទេប៉ុន្តែព័ត៌មានទាំងនោះ ខ្ញុំនឹងដោះស្រាយគ្រប់យ៉ាង 7 ម៉ាក់កិននេះដែលបង្កើតពាក្យចាំអារាមនិងអ្នកនៅពីក្រោយខ្ញុំបានកំណត់អត្តសញ្ញាណរួចហើយរសៀលនេះខ្ញុំនឹងបញ្ជាក់ពេញបណ្ដាញនិងភ្ជាប់សាលក្រមរបស់តុលាការកិននេះដែលបញ្ចេញមិត្តអាក្រក់លិខិតរបស់មេធាវីក៏កំពុងដឹកជញ្ជូនដែរខ្ញុំមិនមែនគ្រាន់តែរំភើបមួយផ្លែតទេគឺមកពីចិត្តពិតចង់នៅជាមួយគាត់អស់មួយជីវិត នាងឈិនយុជាមនុស្សដែលងាយនឹងយំពេលអយុត្តិធម៌ ម៉ាក់សូមទុកចិត្តអូណាក់បើខ្ញុំធ្វើឲ្យនាងអាក់អន់ចិត្តបន្តិចអ្នកអាចបណ្ដេញខ្ញុំចេញពីផ្ទះបានរៀបការស្របច្បាប់ហើយប្រញាប់សម្អាតព័ត៌មានអាក្រក់ទាំងនោះឲ្យអស់កុំឲ្យម្ដាយចាស់នេះព្រួយបារម្ភ បាទ មានរឿងអីហើយឈិនយូ មានរឿងអីធ្វើឲ្យភ្ញាក់ផ្អើល មើលទូរស័ព្ទណាតើបងស្រីមើលពាក្យដៃនេះតើនាយកក្រុមហ៊ុនសេងស៊ីសេងអានស៊ី ការប្រកាសស្នេហ៍ទូទាំងទីក្រុង ខ្ញុំសៀងអានស៊ីសូមថ្លែងការណ៍ជាផ្លូវការក្រុមហ៊ុនសេងស៊ីសុងឈៀនយូគឺជាភរិយាស្របច្បាប់របស់ខ្ញុំហើយក៏ជាអ្នកដែលទទួលប្រាក់ខែ7ខ្ទង់នាយកផ្នែកយុទ្ធសាស្ត្រចំពោះពាក្យចាំអារាមលើបណ្ដាញក្រុមហ៊ុនសេងស៊ីរបស់ខ្ញុំនឹងចាត់វិធានការរហូតដល់ទីបញ្ចប់ ឥឡូវនេះអេក្រុងលេដពេញទីក្រុងត្រូវបានដាក់តាំងទាំងអស់ក្រុមបុគ្គលិកឈួតហើយ មាត់គេនៅលើខ្លួនគេទុកឲ្យគេទៅឯនេះតើខ្ពស់ពេកអត់ ត្រូវតែខ្ពស់ខ្ញុំចង់ឲ្យគ្រប់គ្នាដឹងឯងជាមនុស្សដែលខ្ញុំតាមរយៈ10ឆ្នាំដែលចង់នៅជាមួយពេញមួយជីវិត ជាងហ្វេងថាទូរស័ព្ទផ្នែកទំនាក់ទំនងសាធារណៈត្រូវបានហាយរហូតសិតតែសួររឿងរ៉ាវរបស់យើងទាំងពីរអាចសរសេរជារឿងភាគបានទេ ល្អណាស់លោកនាយកពេលនេះចេះគ្រវាលកំហុសហើយ ខុសអត់សូម្បីតែខ្ញុំក៏ជាមនុស្សរបស់ឯង នេះជារឿងរ៉ាវអំពីសំឈិនយូសំណើតែងតាំងនាងជានាយកប្រតិបត្តិ លោកអនុប្រធានចាងអាយុច្រើនហើយសូម្បីតែកាន់បែងតែក៏មិនបានល្អខ្ញុំប្រឆាំងនាយកសុងឥឡូវមានឋានៈពិសេសគួរតែជិះវៀងការសង្ស័យជិះស្វៀងអី 5 ឆ្នាំនាងបានរកប្រាក់ចំណូលឲ្យក្រុមហ៊ុនសេងស៊ីជាង 10,000 លានលើសពី 100,000 លានតាំងពីក្រុមហ៊ុនបង្កើតមកមិនទាន់មាននរណាម្នាក់ទី2អាចធ្វើបានទេប៉ុន្តែនាងនៅតែជាមុនដំបូងនាងគឺសុងឈៀនយូគួរតែគិតពីសង្វាក់ផ្គត់ផ្គង់របស់ខ្លួនឯងហេតុវ័យថ្លៃដើមខ្ពស់ជាងស្តង់ដារដល់ទៅ 15% លោកសឿនលោកកំពុងបំភាន់ លោកអនុប្រធានចាងតើលោកគិតថាអ្នករាល់គ្នាដូចលោកដែរឬលីឡំប្រយោជន៍ផ្ទាល់ខ្លួនថ្ងៃពុធសប្តាហ៍មុនលោកបានចុះកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់ប្រើសម្ភារៈថោកទាបជំនួសគ្រឿងបន្លាស់នាំចូលហើយបានទទួលក្តីសង្វិញ3លានសូមពន្យល់ មានអីត្រូវពន្យល់នេះជាការប្រមាថ អញ្ចឹងទេចាងជីនជុនប្រធានផ្នែកទិញរបស់អ្នកផ្គត់ផ្គង់ជាក្មួយប្រុសរបស់លោកមែនទេ សាច់ញាតិអី ក្មួយលោកខ្លាយជាអ្នកផ្គត់ផ្គង់លិខិតត្រួតពិនិត្យគុណវុឌ្ឍខ្លាយជាក្រដាសឥតប្រយោជន៍ថ្លៃដើមទិញឡើងថ្លៃរៀងរាល់ឆ្នាំចំនួនទឹកប្រាក់ខាងលើនិងថ្លៃដើមបន្ថែមត្រូវគ្នាដាច់ប្រតិបត្តិការចុងក្រោយគឺថ្ងៃពុធសប្តាហ៍មុន3លាន សុងឈៀនយូលោកស្រីពឹងលោកសឿនការពារបង្កាច់បង្ខូចខ្ញុំ ថាតើបង្កាច់បង្ខូចឬអត់លោកដឹងច្បាស់ មានគេខ្ញុំជាស្ថាបនិកក្រុមហ៊ុនលោកនឹងស្ដាយក្រោយខ្ញុំសូមប្រកាសសម្ដងទៀតច្បាប់ឡើងតំណែងរបស់ក្រុមហ៊ុនសេងស៊ីមិនសំដៅលើទំនាក់ទំនងមិនប្រកាន់ភេទសម្លឹងមើលតែសមត្ថភាព
សុងឈីនយូដែរអាចឈានដល់តំណែងនេះមិនមែនព្រោះនាងជាប្រពន្ធខ្ញុំទេប៉ុន្តែព្រោះនាងសមនឹងទទួលបើមាននរណាម្នាក់ហ៊ានសង្ស័យសមត្ថភាពប្រពន្ធខ្ញុំទៀតសូមបង្ហាញលទ្ធផលការងារដ៏អស្ចារ្យជាងនាង សូមស្វាគមន៍ក្រុមហ៊ុនសេងស៊ីនាយកប្រតិបត្តិថ្មីសុងឈីនយូ ថៃកែសុំពិតជាគំរូរបស់ខ្ញុំសុំបីតែការដើរក៏ស្អាតមែន ខ្ញុំដឹងខ្ញុំនឹងឈរនៅទីនេះថ្ងៃណាមួយមិនមែនដោយសារខ្ញុំសុងឈៀនយូប៉ុន្តែដោយសារការខិតខំរបស់អ្នកទាំងអស់គ្នាអ្នកខ្លះថាខ្ញុំឡើងតំណែងដោយសារទំនាក់ទំនងប៉ុន្តែលទ្ធផលការងារមិនអាចបោកបញ្ឆោតបានទេនេះគឺជាយប់ដែលខ្ញុំបានដេកយប់និងកន្លែងដេកនៅក្រុមហ៊ុនក៏ជាច្រើនដងនៃការត្រួតពិនិត្យទិន្នន័យរហូតដល់ភ្លឺខ្ញុំក៏ចង់អរគុណមនុស្សម្នាក់ជាពិសេស បឹងស្រីខ្ញុំគាំទ្រអ្នកយ៉ាងខ្លាំងខ្ញុំនៅទីនេះ នៅខឹងទេខ្ញុំថាថៃកែសិនគឺជាមនុស្សដែលគិតតែពីស្នេហា ថ្ងៃនេះសប្បាយណាស់ពិធីប្រចាំឆ្នាំបញ្ចប់ត្រឹមនេះ បឹងស្រី អ្នកគួរតែមានរឿងសំខាន់ ថៅកែសិនមានរឿងហើយ មិនអីទេ អ្នកជាគ្រូសារបស់សេនខ្វនសានមែនទេ ខ្ញុំហើយគាត់យ៉ាងម៉េចហើយ ស្ថានភាពអ្នកជំងឺពេលនេះមិនសូវល្អទេការងារសម្ពាធពលរយៈពេលយូរបូករួមទាំងជំងឺមូលដ្ឋានខ្លះដែលមានស្រាប់ជំងឺមូលដ្ឋានបណ្ដាលឲ្យបេះដូងខ្សោយធ្ងន់ធ្ងរ គាត់នៅសល់ពេលប៉ុន្មានទៀត ពេលនេះមិនទាន់អាចនិយាយបានទេត្រូវតែប្រើម៉ាស៊ីនទ្រទ្រង់វាជាបណ្ដោះអាសន្ន នឹងមិនអីទេ បាទ មិនអីទេខ្ញុំនៅទីនេះកុំខ្លាច ហេតុvìគាត់មិនទាន់ចេញមកទៀត មិនអីទេខ្ញុំនៅទីនេះ គាត់នឹងជាសះស្បើយ អ្នកជំងឺបានរួចផុតពីគ្រោះថ្នាក់ហើយ ខ្ញុំទៅទិញអាហារពេលព្រឹកឲ្យណានឹងត្រឡប់មកវិញឆាប់ ហេតុអ្វីនាងនៅទីនេះ សុងឈៀនយូនៃក្រុមហ៊ុនសេងស៊ីជាប្រពន្ធស្របច្បាប់របស់ខ្ញុំ សិនយ៉ានស៊ីណែណាហើយគាត់ចូលមកភ្លាមមុខរបស់គ្រូសាសិនត្រូវបានគាត់ធ្វើឲ្យបាត់មុខតោះ លោកសែនទើបតែភ្ញាក់ពីដំណេកក៏ធ្វើសំឡេងធំបែបនេះអ្នកហើយដែលគូខ្មាស់គេ មាត់ពីរោះដូចជាពុករបស់អ្នកការពីដើមដែរ អ្នកគ្មានសិទ្ធិនិយាយអំពីពុកខ្ញុំទេ ជាមួយកូនរបស់សឹកររួមរែកសង្សឹករបស់ឪពុកណាផ្លេថៃ សេនខ្វានសាន Daughter មនុស្សប្រភេទនេះដែលក្បាលរឹងមិនគួរយកចិត្តទុកដាក់នឹងគេទេ សិនយ៉ានស៊ីកុំកំឡាំងបើអ្នកហ៊ានទៅជាមួយនាង
កុំទួស្គាល់ខ្ញុំជាពុកទៀត អ្នកដែលអ្នកកំពុងហើបច្ចុប្បន្នមិនអាចតាក់ទងបានទេអ្នកដែលអ្នកកំពុងហើបច្ចុប្បន្នមិនអាចតាក់ទងបានទេ ម៉ាតាក់ទងមិនបានម៉ា អ្នកត្រូវថែរក្សាខ្លួនឯងបានល្អ ម៉ាណាប់ភ្ញាក់ឡើងខើលឿនម៉ាគុំទុកឲ្យខ្ញុំនៅម្នាក់ឯងម៉ាណាប់ភ្ញាក់ឡើងខើលឿនម៉ា បើអ្នកហ៊ាននាំនាងទៅកុំទួស្គាល់ខ្ញុំជាពុកទៀត ចាប់តាំងពីពេលម្ដាយខ្ញុំស្លាប់ខ្ញុំគ្មាននៅពុកទៀតទេ ណា អ្នកខ្លះចង់បំពេញករណីកិច្ចគ្មានឱកាសអ្នកខ្លះទៀតបានពន្លត់ដោយដៃខ្លួនឯងនៅសេចក្តីស្រឡាញ់គ្រួសារដែលនៅសល់បន្តិចបន្តួច តើគាត់មិនអាចនិយាយពាក្យឲ្យមនុស្សបានទេពេលម៉ាក់ខ្ញុំស្លាប់គាត់ធ្វើបែបនេះឥឡូវក៏នៅតែធ្វើបែបនេះ គាត់គ្រាន់តែរឹងរូសស្មាត់ រឿងរូស្មាត់ខ្ញុំឃើញគាត់វាជាមនុស្សស្កាចជាមោទនភាពដែលជប់ឆង់អ្នកដឹងទេពេលខ្ញុំនៅតូចខ្ញុំបានជួបចំណាត់ថ្នាក់លេខ1ក្នុងសាលាខ្ញុំសប្បាយចិត្តណាស់យកសញ្ញាត្រមកផ្ទះគាត់គ្រាន់តែមើលមកខ្ញុំមួយផ្លែតហើយនិយាយមួយម៉ាត់មានអ្វីដែលគួរមានមោទនភាពកម្មវិធីដែលខ្ញុំបង្កើតបានឈ្នះពានរង្វាន់រចនាគាត់គ្រាន់តែប្រាប់ថាគ្រូសាសេនមិនត្រូវការអបអរទេអ្នកថាគាត់មនុស្សនេះមានសុំទោសបងស្រីខ្ញុំធ្វើឲ្យអ្នកឈឺ ខ្ញុំដឹងអ្នកពិបាកចិត្តដែលគាត់ជាខ្ញុំខឹងគាត់ដែលមាត់មួយទៀតចិត្តមួយគាត់ប្រើពាក្យអាក្រក់ធ្វើជាគ្រឿងការពារមិនហ៊ានទទួលស្គាល់ថាខ្លួនឯងក៏ខ្សោយដែរខ្លាចអ្នកដឹងថាគាត់ពិតជាយកចិត្តទុកដាក់ចំពោះអ្នក មែនទេ ទីសូមឲ្យគាត់ពេលបន្តិចទៀត បងស្រីសំណាងដែលមានណាស់អ្នកណាហើយមកពិបាកចិត្តណាស់ Lucy ចេននិយាយចង់ជួបខ្ញុំម្ដង អ្នកនឹងទៅជួបគាត់ គាត់មានចំណងចិត្តបើខ្ញុំមិនជួបគាត់ម្ដងទេខ្ញុំខ្លាចគាត់នឹងតាមរំខានខ្ញុំជានិច្ច មើលទៅលើកមុនដើម្បីក្រពះចូលមន្ទីរពេទ្យជាមួយខែសម្រាប់គាត់នៅតែស្រាលពេកអ្នកកុំខ្វល់ពីគាត់ខ្ញុំទៅដោះស្រាយ សេនយ៉ានស៊ីអ្នកកំពុងបញ្ជាខ្ញុំ បងស្រីខ្ញុំខុសដែលសំឡេងខ្ញុំមិនល្អខ្ញុំគ្រាន់តែបារម្ភពីណាគាត់ធ្លាប់ធ្វើបែបនេះដាក់ណាខ្ញុំខ្លាចគាត់ធ្វើរឿងអាក្រក់ម្ដងទៀត ខ្ញុំដឹងថាអ្នកបារម្ភខ្ញុំប៉ុន្តែរឿងនេះខ្ញុំត្រូវតែផ្ទាល់ខ្លួនធ្វើការបញ្ចប់ យល់ហើយអញ្ចឹងខ្ញុំឲ្យអង្គរ៉ាស់តាមណាពីចម្ងាយធ្វើដូចនេះខ្ញុំក៏ធូរចិត្តដែរ ម៉េចលោកសេនសង្ស័យភាពតាក់ទាញរបស់ខ្លួនឯងទេឬក៏សង្ស័យខ្ញុំសមត្ថភាពដោះស្រាយបញ្ហាឯងធូរចិត្តខ្ញុំច្បាស់លាស់បើត្រូវការជំនួយខ្ញុំនឹងមករកអ្នកភ្លាម ខ្ញុំគិតថាអ្នកមិនចង់ជួបខ្ញុំទៀតទេ មិនចង់ប៉ុន្តែអ្នកតែងតែមកនៅក្បែរផ្ទះខ្ញុំសឹមយ៉ាងស៊ីធុញខ្ញុំក៏ធុញដែរ ឈិនយូខ្ញុំពិតជាដឹងថាខ្ញុំខុសខ្ញុំមិនគួរទុកអ្នកចោលនៅពេលពិធីបុណ្យស្ពើពុកអ្នកអូត្រូវដាក់ថ្នាំឲ្យអ្នកក៏ជាការបង្ខំរបស់ស៊ឿនខ្វនសានដែរខ្ញុំមិនចង់ទេ លូស៊ឺឈឿនខ្ញុំធុញនឹងពាក្យទាំងនេះហើយ ប្រសិនបើពីដើមខ្ញុំមិនបានទុកអ្នកចោលទេ
ប្រសិនបើពីដើមខ្ញុំនៅជាមួយអ្នកអ្នកដែលឈឹកបែរអ្នកគឺខ្ញុំ ពាក្យប្រសិនបើពិតជាអាចធ្វើឲ្យការឈឺចាប់ទាំងអស់คล้ายជារឿងសំហេតុផលធ្វើឲ្យកំហុសคล้ายជារឿងអាចទៅរួចទេ មិនដូច្នោះទេខ្ញុំ ការពិតគឺអ្នកបានចាក់ចេញលូស៊ឺឈឿនខ្ញុំលែងជាមនុស្សដូចពីមុនទៀតហើយកុំមករកខ្ញុំទៀតកុំតាក់ទងខ្ញុំទៀតល្អសម្រាប់យើងទាំងពីរ ឈីនយូឲ្យខ្ញុំមួយឱកាសទៀតតែមួយដង យើងចាប់តាំងពីយូរហើយតាំងពីអ្នកចាក់ចេញពីខ្ញុំលែងមានយើងទៀតហើយ មានពោះ និយាយចាប់ហើយមែនទេលោកលូមិនបានអញ្ជើញអ្នកទៅញ៉ាំបាយទេ អ្នកចំណែនតូច តើគាត់កំពុងតែអង្វរសុំទោសសុំឲ្យអ្នកអត់ទោស លោកសេនទីត្រូវហើយប៉ុន្តែខ្ញុំបានបដិសេធគាត់យ៉ាងម៉ឺងម៉ាត់ហើយប្រមានគាត់បើនៅរំខានខ្ញុំទៀតខ្ញុំនឹងទូរស័ព្ទទៅប៉ូលីស ខ្ញុំមិនព្រួយបារម្ភទេខ្ញុំគ្រាន់តែគិតថាការចែកជាមួយមនុស្សបែបនេះ Cat Bear ប្រសើរជាងត្រឡប់ទៅផ្ទះមើលកូនវិញ ណា យប់នេះទៅផ្ទះអ្នកមើលកុនជាមួយគ្នាល្អទេនេះជាអី សំណាងអាពាហ៍ពិពាហ៍ ស្លាតណាស់បើសេនយ៉នស៊ីខឺណាប្រកាសជាយំស្លាប់ភ្លាម ម៉ាក់អញ្ចឹង ម៉ាក់គ្រាន់តែនឹកដល់រឿងមុនប៉ារបស់អូនតែងតែនិយាយថាឈានយូរបស់យើងថ្ងៃក្រោយនឹងរៀបការជាមួយអ្នកណាម្នាក់ដែលឲ្យតម្លៃនាងដូចត្បូងពេលភ្លៀងអាចឆាត់ឲ្យនាងពេលត្រជាក់អាចកម្ដៅដៃឲ្យនាងពេលនាងអន់ចិត្តនឹងឈរក្បែរនាង ម៉ាក់សេនយ៉ាន់ស៊ីគាត់ល្អជាមួយខ្ញុំ ម៉ាក់ដឹងទេទីបំផុតប៉ាអូនក៏បានឃើញថ្ងៃនេះ ម៉ាក់កុំបារម្ភខ្ញុំនឹងមានសុភមង្គល ច្បាស់ណាស់ ប៉ាខ្ញុំមកជួបលោកនេះគឺសេនយ៉ាន់ស៊ីលោកធ្លាប់ឃើញហើយពីមុនខ្ញុំមិនហ៊ាននិយាយរកលោកពីក្នុងចិត្តទេតាមពិតតាំងពីឆ្នាំដំបូងបន្ទាប់ពីលោកចាក់ចេញខ្ញុំរាល់យប់តែងដាក់ស្បែកជើងរបស់លោកនៅមាត់ទ្វារតែងតែគិតពេលភ្ញាក់ព្រឹកនឹងងើសំឡេងលោកដុតទឹកតែនឹងសំឡេងលោកច្រៀងបទភ្លេងល្ខោនខ្ញុំតែនិយាយជាមួយរូបថតលោកខ្ញុំថាខ្ញុំរស់នៅល្អប៉ុន្តែគឺខ្ញុំលាក់បាំងម្ដាយខ្ញុំមកចំនៅកន្លែងលោក2ម៉ោងតាមពិតខ្ញុំតែងគិត
លោកកំពុងមើលខ្ញុំនៅកន្លែងណាមួយគិតថាលោកនឹងបន្ទោសខ្ញុំទេដោយខ្ញុំមិនបានថែរក្សាម្ដាយល្អមិនបានរក្សាគ្រួសារសងដូច្នេះខ្ញុំគ្រាន់តែធ្វើពុតជារឹងមាំតាមពិតខ្ញុំមិនសូវល្អទេប៉ាសុំទោសខ្ញុំកុហកលោក អូសុំទោសប្រសិនបើពេលនោះខ្ញុំអាចមកដល់មុនលោកប្រហែលជាមិនគ្រូសាសេនជំពាក់លោកខ្ញុំគ្មានវិធីសឹងលោកទេប៉ុន្តែសូមលោកកុំបារម្ភខ្ញុំនឹងតែងនឹកប៉ែរសៀនយូខ្ញុំនឹងថែរក្សានាងជំនួសលោកខ្ញុំស្រឡាញ់នាងលើសពីជីវិតខ្ញុំ ប៉ាឥឡូវនេះខ្ញុំរស់នៅល្អពិតប្រាកដលើកនេះខ្ញុំមិនកុហកលោកទេប៉ាពីនេះទៅខ្ញុំនឹងមានសុភមង្គលនឹងរស់នៅឲ្យល្អទៅចុះ មានរឿងអី គ្មានអីទេតើឪពុកឯងយ៉ាងម៉េចហើយ នៅរឹងរូសដូចដើម ទុកពេលវេលាចុះ អ្នកត្រូវតែប្រព្រឹត្តល្អចំពោះនាង ខ្ញុំនឹងធ្វើ សូមទុកចុយ កញ្ញាសុងឈៀនយូសូមថ្លែងពាក្យសម្បត្តិរបស់អ្នក ខ្ញុំធ្លាប់គិតថាស្នេហាគឺជារបស់ប្រណិតតាំងពីឪពុកខ្ញុំចាក់ចេញទៅខ្ញុំមានអារម្មណ៍ថារបស់ដែលខូចមិនអាចផ្គុំគ្នាវិញបានទេរបួសដែលបានទទួលនឹងហូរឈាមជារៀងរហូតដល់ពេលដែលខ្ញុំបានជួបអ្នកបានធ្វើឲ្យខ្ញុំជឿថាកញ្ចក់ដែលខូចអាចផ្គុំគ្នាវិញការស្អប់អាចផ្សះផ្សាគ្នាបានដឹងថាការត្រូវបានគេដាក់នៅក្នុងបេះដូងសូម្បីតែការដកដង្ហើមក៏មានរសជាតិផ្អែមដែរ ខ្ញុំមិនអាចនិយាយពាក្យឲ្យប្រណិតទេខ្ញុំក៏មិនអាចឲ្យអ្នកនៅការសន្យាមិនច្បាស់លាស់ខ្ញុំនឹងប្រាប់អ្នកតាមរយៈសកម្មភាពចាប់ពីពេលនេះទៅផ្លូវរបស់អ្នកខ្ញុំនឹងដើរជាមួយអ្នកការជឿចាប់របស់អ្នកខ្ញុំនឹងទទួលជំនួសមិនថាណាទៅណាទេខ្ញុំនឹងនៅជាមួយអ្នក ឥឡូវអាចបដូរចិញ្ចៀនបានហើយ